ទី1គឺខ្ញុំសូមគោរពអញ្ជើញលោកតាយ៉ែមគៀឯណាលោកតាយ៉ែមគៀបាទលោកតាយ៉ែមគៀលោកតាយ៉ែមគៀអាយុ71ឆ្នាំបាទលោកតាបានប្តឹងជាមួយនឹងករណីកូនបង្កើតឈ្មោះយ៉ែមគៀដាឯណាយ៉ែមគៀដាបាទមកឯងអង្គុយមកបានសង់ផ្ទះនៅលើដីរបស់ខ្ញុំដែលបានស្នាក់នៅជាបណ្ដោះអាសន្នក្រោយមកពេលដែលខ្ញុំទៅសុំរុះរើចេញបែរជាកូនប្រុសមិនបានរុះរើគៀឯងមានយកគ្រួសារមកទេប្រពន្ធយកណាឯណាអត់ទេអូអ៊ំគៀសុំទោសអីដានេះគៀដាយកឯណាមកឡើងមកមុខមកបងចង់ឃើញឲ្យលោកឪពុកដាលោកអ៊ំខាងនេះត្រូវមិនឯងម៉ែអត់ទេខាងនេះប៉ាហើយចុះអញ្ចឹងលោកឪពុកកាលហ្នឹងលោកឪពុកឯណាម្ដាយបកើតហើយចុះអ៊ំខាងនេះម្ដាយចុងឥឡូវគឺយើងក៏និយាយចុងយើងនិយាយក្រោយយើងនិយាយមុននិយាយក្រោយព្រោះជាងព្រោះពាក្យចុងពាក្យដើមហ្នឹងដូចពិបាកស្ដាប់ហ្មងដឹងណាចុងណាដើមចុងផុតដើមពីទំណាមកអញ្ចឹងបានថាកុំឥឡូវចេះអញ្ចឹងឥឡូវបងចង់សុំឲ្យលោកឪពុកមានប្រសាសន៍មុនបានទេណាឥឡូវឬក៏អ្នកណាចង់មានប្រសាសន៍មុនមើលបងសួររឿងនេះឲ្យប៉ាមុនឲ្យប៉ាមុនអ៊ំមានប្រសាសន៍មើលយ៉ាងម៉េចអ៊ំមានប្រសាសន៍មើលខ្ញុំសូមមានប្រសាសន៍មុនបងក៏សូមគោរពអាដាមអភិបាលខេត្តនឹងបន្តមកគណៈដែលកម្មការទាំងអស់ក្នុងអភិបាលខេត្តក្នុងគណៈកម្មការខេត្តនោះហើយក៏សូមគោរពដល់បងប្អូនទាំងអស់ដែលមកទីនេះជាទីគោរពមានប្រសាសន៍មកអ៊ំមានប្រសាសន៍មកអ៊ំថ្ងៃហ្នឹងអ៊ំមានបំណងយ៉ាងម៉េចមកជួបខ្ញុំមានបំណងថាចង់ដកដីរបស់ប៉ុនខ្ញុំបន្តិចហ្នឹងការខ្ញុំចង់បានដីហ្នឹងលក់ដើម្បីមើលជំងឺខ្ញុំឈឺហើយដីហ្នឹងអ៊ំចង់បានមកវិញបាទចង់បានលក់មើលជំងឺបាទដីហ្នឹងប្រវែងមកប្រហែលម៉ែត្រដីហ្នឹងប្រហែលជា5ម៉ែត្រ4ជ្រុងដីហ្នឹងប្រហែលជំនាញ9ម៉ែត្រ10ម៉ែត្របាទ9ម៉ែត្រ10ម៉ែត្រហើយរងថ្ងៃដីហ្នឹងនៅទាំងអស់គ្នាឬក៏យ៉ាងណាអត់ទេនៅដល់ឡែកពីគ្នាអ៊ំនៅដល់ឡែកពីកូនទេបាទអញ្ចឹងរងថ្ងៃដីហ្នឹងអ្នកណានៅគៀនៅនេះនៅដានៅដានៅប៉ុន្តែនៅជាមួយលោកម្ដាយពីមុននេះអត់ទេផ្សេងទៀតអញ្ចឹងដានៅតែឯងទេមិនមែននៅជាមួយនឹងលោកយាយមុនរបស់អ៊ំទេអត់ទេលោកយាយមុនហ្នឹងគេមានប្តីគេនៅហើយមានដីនៅហើយបាទអញ្ចឹងអ៊ំចង់បានបាទប៉ុន្តែនៅពេលដែលអ៊ំបានចែកផ្លូវគ្នានឹងតើដីនឹងមានបានពិគ្រោះជាមួយអ៊ំស្រីមុនទេថាដីនឹងឲ្យទៅអ្នកណាអ៊ំស្រីមុនហ្នឹងគេមានដីគេប្រហែលជា70ម៉ែត្របណ្ដោយផ្លូវបាទគេមានដល់គេធំហើយមានហើយបាទពីគ្រោះអានេះដីរបស់ពន្ធខ្ញុំក្រោយគេរកស៊ីបានដី10ម៉ែត្រដែលអ៊ំទៀមទាននេះគឺដីរបស់អ៊ំក្រោយដែលគាត់រកបានហើយគាត់ទិញគាត់ទិញប៉ុន្តែឥឡូវដីនេះឈ្មោះអ្នកណាឈ្មោះពន្ធខ្ញុំក្រោយមានលិខិតស្នាមទេលិខិតស្នាមអីអានេះមានម្ចាស់ដីគេមកដែរដីនឹងដីជាប់អ៊ំកំអាតន់អញ្ចឹងដីនឹងនៅជាប់មាត់ព្រែកនេះនៅក្នុងផែនទីលើអាកាសខ្ញុំឃើញបាទឯណាម្ចាស់អ្នកលក់ឡើងអាដាមលោកជំទាវស្ដាប់ហើយជួយលើកយោបល់ឲ្យខ្ញុំផងតើយ៉ាងម៉េចអញ្ជើញមកថ្ងៃហ្នឹងទាំងអស់ហ្នឹងគ្រប់ព្រះអង្គ25ព្រះអង្គអវត្តមានតែមួយដែរ
បាទអញ្ចឹងជួយសម្រាប់គ្នាណាបងណាសុកទុកពលរដ្ឋគ្រួសារយើងសំខាន់ណាដីហ្នឹងបងបានលក់ទៅឲ្យអង្គាមែនទេបាទលក់នៅក្នុងឆ្នាំណាឆ្នាំហូរហើយ93តាម93អង្គានៅរហូតដល់ឆ្នាំណាគាត់ដល់នេះដល់ពេលនោះគាត់ដីហ្នឹងគាត់ឲ្យកូនគាត់មួយប្រុសនោះអ្នកកាប់អ្នកឆ្កាព្រៃមួយណាមកអត់កូនក្រោយគាត់ឲ្យកូនក្រោយហ្នឹងអ្នកកាប់អ្នកឆ្កាពី93ហ្នឹងអ៊ំឈ្មោះអ៊ំហាប់ហ៎អ៊ំម៉ាប់ហ៎ម៉ាប់បាទវត្តម៉ាប់បាទអ៊ំបានលក់នៅក្នុងពីឆ្នាំ93មកណា93មកហ្នឹងគឺឲ្យអញ្ចឹងអ៊ំគៀននេះគាត់មានអ៊ំក្រោយនេះគឺតាំងឆ្នាំនោះមកម៉េះបាទ93មកនោះអញ្ចឹង93មកហ្នឹងបានលក់ឲ្យទៅអាក្មួយនេះវាកាប់បាទកាប់ទៅអ៊ំគៀននៅរហូតដល់ឆ្នាំណាខ្ញុំអត់បានណយគ្រាន់តែខ្ញុំស្នាក់នៅធ្វើបរទុកចោលហ្នឹងអ៊ំបានកាប់រួចអ៊ំរក្សាដីហ្នឹងទុកចោលទេបាទបានអញ្ចឹងខ្ញុំចង់ជម្រាបសួរថាការលក់ហ្នឹងតើមានអាជ្ញាធរគេដឹងឮទេបងហាប់បងម៉ាប់កាលនោះអត់ទេបងគ្រាន់តែយើងនិយាយគ្នាយើងតែប៉ុណ្ណោះព្រោះសម័យនោះណាបាទសម័យនោះអញ្ចឹងបងពិតប្រកបហើយថាពេលនោះគឺអ៊ំបងបានបដោះបដូរដីនេះជាមួយនឹងអ៊ំគីមែនបាទហើយបងអាចបញ្ជាក់ខ្ញុំបានទេថាដីហ្នឹងក្រោយមកទៀតក្រោយពីការកាប់ហើយនេះតើអ៊ំមានឲ្យទៅអ្នកណាផ្សេងទេបាទអត់មានឲ្យទៅអ្នកណាទេអាដាមអ៊ំអត់មានឲ្យទៅអ្នកណាទេបាទហើយចុះអ៊ំប្រុសនៅពេលដែលអ៊ំបានដីហ្នឹងអ៊ំបានស្មាតទោសសុំទោសអ៊ំបានបែកផ្លូវគ្នាជាមួយអ៊ំទី1ហើយបាទបែកហើយបានមកនៅជាមួយអ៊ំស្រីក្រោយតាំងពី93មកម្លេះបាទអូខេអញ្ចឹងដីហ្នឹងក្រោយពីអ៊ំទិញហើយអ៊ំទុកចោលរយៈពេលប្រហែលឆ្នាំហើយអ្នកណាមកនៅលើដីហ្នឹងឬក៏មានការផ្ដល់ឲ្យដោយអ៊ំទុកចោលប្រហែលឆ្នាំខ្ញុំភ្លេចដែរប្រហែលជា2ឆ្នាំអញ្ចឹងខាងស្មានប្រហែលអញ្ចឹងបើសិនជាយើងសមារណកម្មអញ្ចឹងវាចូល98បាទអញ្ចឹងពី93មកដល់98ហើយចុង98អញ្ចឹង98ក្រោយពី98មកទៀតយ៉ាងម៉េចដីនឹងអ៊ំអត់មានអីទេបងហើយចុះឥឡូវអ៊ំមកប្តឹងហ្នឹងដាវាចូលនៅពីឆ្នាំណាអ៊ំក្រែងមកទាពីដាវិញនេះតើយ៉ាងម៉េចដីហ្នឹងយ៉ាងម៉េចអ៊ំមានពាក់ព័ន្ធអីនឹងអីទេបានដាវាហ៊ានចូលនៅលើដីអ៊ំបាទវាអត់មានពាក់ព័ន្ធអីចាំឲ្យបងខ្ញុំនិយាយនិយាយខ្ញុំក្រោយនិយាយគាត់ហត់ពេកឥឡូវអ៊ំបាទកន្លអ៊ំនេះមើលឥឡូវបងមានប្រសាសន៍មើលយ៉ាងម៉េចដីហ្នឹងក្នុង98ចាដីហ្នឹងកាលនេះមកហ្នឹងពូវត្តម៉ាប់ហ្នឹងគាត់ជពាក់លុយខ្ញុំទេខ្ញុំអត់ទិញទេលោកពូកាត់លុយទេចាគាត់ជពាក់លុយខ្ញុំគាត់យកលុយកចៃលុយខ្ញុំយកទៅមើលប្រព័ន្ធគាត់កាលហ្នឹងគាត់ឈឺបាទហើយក៏បានកាត់ដីនឹងមកចាដល់ពេលគាត់អត់លុយសងខ្ញុំគាត់សុំកាត់ដៃម្ដុំហ្នឹងឲ្យខ្ញុំបានខ្ញុំយល់ឃើញថាអ្នកអត់ដូចគ្នាលោកពូអត់មានលុយក៏ខ្ញុំថាចឹងព្រោះឯងឲ្យខ្ញុំមិនក៏ឲ្យទៅព្រោះឯងវាស់ហើយព្រោះឯងនេះហើយវាយអាលបងហ្នឹងទៅចាំខ្ញុំឲ្យកូនខ្ញុំធ្វើលបងអញ្ចឹងក៏បងបានទទួលដីហ្នឹង9គុណឲ្យ10ម៉ែត្រខាងមុខ9ខាងក្រោយ8កដាល10ចាបាទហើយគាត់បកលឲ្យក៏ខ្ញុំនឹកឃើញថាគាត់នឹងប្តីខ្ញុំដែរគាត់ជួយដឹងលឺណាលោកពូបាទចាដល់ពេលរួចអញ្ចឹងទៅក៏ប្រហែលជា4-5ឆ្នាំបានគាត់កូនគាត់មកនៅឯក្រោយពីបងទទួលដីនឹងហើយបានកូនគាត់មកនៅយ៉ាផ្ទះខ្ញុំបងគាត់មានគាត់គាត់ចេញពីខ្ញុំហើយគាត់ការហើយមានកូនមួយគាត់ថាចង់មករស់ស៊ីជាមួយម៉ែគាត់ហ្នឹងណាដល់ពេលម៉ែគាត់អត់ឲ្យនៅគាត់ក៏ទៅផ្ទះខ្ញុំស្មានគាត់ទៅលេងបាទគាត់ទៅហ្នឹងម៉ោង8ម៉ោង9ខ្ញុំថាចុះហើយមិននាំប្រព័ន្ធហែងទៅដេកក៏យប់ហើយបើចង់មកលេងទៀតមកស្អែកគាត់ថាម៉ែគាត់អត់ឲ្យនៅហើយខ្ញុំនិយាយថាអីផ្ទះថ្មប៉ុណ្ណាហើយអត់មានឬដេកហងមិនក៏មិនឲ្យហែងនៅថាអញ្ចឹងណាលោកពូបាទដល់ហើយអញ្ចឹងគេថាខ្ញុំនិយាយទៅដល់ពេលគេមកយ៉ាផ្ទះខ្ញុំដេកអាកូនខែទូចពីអ្នកដៃប៉ុនហ្នឹងលោកពូបាទដេញយ៉ាងណាក៏អត់ចេញដែរលោកពូដល់ពេលខ្ញុំនឹកឃើញភ្លៀងសើមទៅចិត្តស្រាក់គាត់ស្លុះគ្នាយកណាក៏ស្លុះគ្នាដែរសើមដល់ពេលខ្ញុំក៏អង្វរគាត់នេះខ្ញុំថាប៉ាដៃយើងពូម៉ាប់គាត់សងយើងហ្នឹងឲ្យគាត់ស្នាក់នៅសិនណាលោកពូដល់ពេលមានលុយមានកាក់អីចាំឲ្យគាត់ទៅធ្វើផ្ទះធ្វើសុបាយផ្ទះគាត់ស្រុកប៉ុនគាត់ទៅបាទចាគាត់ថាអញអត់ឲ្យទេអញ្ចឹងណាលោកពូ
បាទ cái luôn ngày một ngày còi ấy miền rương ấy tao anh nhật đừng thế anh đặt ao thế là nhung tha đặt về បាទ vì miền tây nà nấu vì bán vì chuột máu hay vì rosi tao bán lui bán cãi ôi con từ thơ tay thơ ten nấu sọc tao nào sọc còn quạt ná lục cú បាទ nói còn hai chân anh nhật đừng thế anh ơi nào cả ơi tao nhóm co về một đá nhung tha hay nhà lẩu đây anh nào có bài phèn nó ngày như tụi sẵn nấu sân tao lục cú nhưng mà ơi con tao á hay nhưng mà ơi tăng bị cái đá ơi tăng bị chơ tao tiên lục cú អញ្ចឹងនៅពេលដែលដីហ្នឹងគឺមានការអនុញ្ញាតពីបងឲ្យនៅទេ ចាខ្ញុំសុំពីគាត់ បាទសុំពីអ៊ំប្រុសសុំពីអ៊ំគីឲ្យអាប្អូននេះវានៅអាដាវានៅ ចា បាទប៉ុន្តែមិនមែនឲ្យទេ ឲ្យស្នាក់នៅ ឲ្យស្នាក់នៅទេដោយថាឃើញលំបាកពេក ចា អញ្ចឹងហ៎ ចាដល់រួចអញ្ចឹងទៅគាត់រកស៊ីបានលុយបានអីហើយគាត់ទៅទិញដៃនៅទឹកឈូម្ដុំទៀតគាត់អត់ព្រមយកលុយទៅធ្វើផ្ទះហេលោកពូ បាទ ដល់ពេលរួចខ្ញុំក៏ខ្ញុំអត់ថាដែរខ្ញុំមកដល់ពេលឆ្នាំ2025ហ្នឹងប៉ាគាត់ឈឺខ្លាំងពេកគាត់ពូវៀនដាច់ពីកណាត់ប៉ុននេះលោកពូហើយគាត់ធ្លេកាពះទៀតហើយគាត់កូនកដលមហារីកទៀតខ្ញុំមកឡាយទៅយកគាត់ក៏មើលនៅពេលអង្ការដងគាត់លួចអីខ្ញុំខ្លះទៀតលោកពូ លួចលក់ដីហ្នឹងខ្លះទៀត ចា អាដីនៅហ្នឹង ចា អាដី9ម៉ែត្រហ្នឹង ចាខ្ញុំអត់មានដឹងលីលោកពូ លួចលក់ឲ្យទៅអ្នកណា ឲ្យលោកពូធ្វើនីសតនេះព្រោះអីគាត់ខ្វះដៃហ្នឹងឲ្យស្មៅក្រុមគាត់ណាលោកពូ ដល់ពេលចូលទៅដៃខ្ញុំហ្នឹងបន្តិច ឥឡូវចេះខ្ញុំសរុបរឿងមកវិញ ចា រឿងនេះគឺបងអត់បានឲ្យនៅទេគឺឲ្យខ្ចី ឲ្យស្នាក់នៅ បើឲ្យស្នាក់នៅប៉ុន្តែមកទល់ពេលនេះគឺអត់បានឲ្យបងវិញទេ អត់ទេខ្ញុំសុំដកឡើងខ្ញុំថាឥឡូវគាត់ជឿខ្លាំងណាស់អត់មានលុយមើលទេខ្ញុំស្ពាក់គេច្រើនណាលោកពូ បានឥឡូវខ្ញុំស្ដាប់យល់ហើយប៉ុណ្្នឹងខ្ញុំយល់ហើយបង ហ្នឹងហើយ ដាឯងយល់ថាម៉េចឥឡូវណែឯងមុននឹងនិយាយឯងត្រូវមានការពិតជាមួយបងណា បាទ បើឯងនិយាយមិនពិតទេនៅថ្ងៃនេះចំពោះលោកឪពុកឯងគឺជាគាត់ផ្ដល់កំណើតឲ្យប្អូនអត់មានថ្ងៃណាមួយដែលប្អូនត្រូវភ្លឺស្វាងដាច់ខាតបើប្អូននិយាយប្រឆាំងពីការពិត បាទ ហើយមុននឹងលោកឪពុកឈានចូលមកដល់ដំណាក់កាលនេះមកដល់បងគឺលោកឪពុកអស់ផ្លូវហើយគឺលោកឪពុកចង់បានអ្វីដែលជាលទ្ធភាពចុងក្រោយដើម្បីបន្តជីវិតរបស់គាត់តែបើសិនជារឿងនេះជារឿងរបស់គាត់ជារបស់គាត់ពិតប្រាកដប្អូនត្រូវតែមានការផ្ដល់ឲ្យគាត់វិញតោះណា បាទ មិនមែនប្អូនទៅយកនៅអ្វីដែលជាលទ្ធភាពចុងក្រោយរបស់គាត់ឲ្យដើម្បីផ្ដាច់ជីវិតគាត់ទេស្ដាប់សម្ដីបងណា បាទ អញ្ចឹងឯងត្រូវនិយាយការពិតហើយនៅក្នុងចំណោមថ្ងៃនេះបងមានតាំងពីមេភូមិមានតាំងពីមេឃុំប្រវត្តិសាស្ត្រអ្នកភូមិផងលបងចិត្តខាងដែលគេដឹងពីប្រវត្តិនេះច្បាស់បងនឹងហៅអ្នកទាំងអស់គ្នាឡើងមានយោបល់រួចហើយបងនឹងយកយន្តការពីរខាងដើមដែលបងបានប្រាប់ដែលឯងបានឯកភាពគ្នាជាមួយបងហើយបងធ្វើការសម្រេចចិត្តនៅក្នុងថ្ងៃនេះតោះណា បាទ ប៉ុន្តែបងចង់បានការពិតចេញពីបេះដូងប្អូន បាទ តើដីនេះដូចអ្វីដែលអ៊ំដែលលោកឪពុកបានមានប្រសាសន៍ដែរឬក៏អត់ អត់ទេអ៊ំ យ៉ាងម៉េច ដីពីមុនដំបូងគាត់ខ្ញុំនៅចែកគ្នាជាមួយម៉ែខ្ញុំលែងលះហើយអស់ចែកដីម៉ែខ្ញុំនេះពីអ្នកពាក់កណ្ដាល នៅតាណា នៅស្រុកទឹកឈូខេត្តពោត អានេះនិយាយតែកន្លែងនេះទេកន្លែងហ្នឹងមានចែកជាមួយយាយទេយាយទី1ទេដីនេះកុំនិយាយរឿងអីផ្សេងអត់និយាយទេនិយាយតែរឿងដីវិវាទនេះទេ បាទដី ដីវិវាទនេះតើឯងបានគាត់ឲ្យឯងឬក៏ពាក់ព័ន្ធរបៀបម៉េចនិយាយឲ្យច្បាស់ទៅដីនឹងបានទេ ប៉ាគាត់នឹងចែកឲ្យខ្ញុំ គាត់ថាម៉េច គាត់ថាឯងមានប្រពន្ធមានកូនហើយប៉ាអត់មានអីចែកឲ្យឯងទេមានតែដីប៉ុណ្ណឹងទេឯងធ្វើម៉េចធ្វើទៅដល់ពេលហើយពីមុនដីសិតតែព្រៃទេដល់ខ្ញុំកាប់ឆ្ការហូតបានធ្វើបានទីផ្ទះនៅដល់ពេលហើយគាត់ធ្លាក់មានជំងឺឈឺគាត់ក៏មកសុំទាមទារខ្ញុំឲ្យលូកចែកគ្នាជាមួយគាត់ខ្ញុំថាខ្ញុំលូកខ្ញុំអត់មានកន្លែងនៅទេបើប៉ាអត់ចែកឲ្យខ្ញុំមានតែប៉ុណ្ណឹងហ្នឹងបើពីមុនដីវាមានចិត្ត100ម៉ែត្រគាត់លូកឲ្យទុកឲ្យខ្ញុំចិត្ត10ម៉ែត្រមកទូលផ្ទះទេហើយគាត់ថាពាក្យច្បល់ថាខ្ញុំលួចលូកទៀតខ្ញុំអត់បានដែរលូកទេគាត់និយាយប៉ុន្លើខ្ញុំអត់បានដែរលូកដីទេ ប៉ុន្តែ សតអីគាត់អ្នកលូកទាំងអស់ ប៉ុន្តែឥឡូវបងសួរឯងបងសួរប្អូនតើរាល់ថ្ងៃនេះប្អូនមានដីប្រមាណកន្លែង ខ្ញុំមានតែមួយកន្លែងហ្នឹងដែលគាត់ចែកឲ្យ ចុះនៅឈូក នៅឈូកដែលគេម៉ែបាខាងប្រពន្ធខ្ញុំហ្នឹង ដែលខាងប្រពន្ធ បាទតែគេចែកឲ្យមកខ្ញុំមិនដឹងដែរបើខ្ញុំមានសុខកំណើតខ្ញុំនៅនេះ អញ្ចឹង
អានឹងលោកឪពុកចែកឲ្យ បាទ មើលមុខឯងដូចមិនមែនទេអញមើលដូចមិនមែនដែរមើលឪពុកចែកឲ្យហេតុអីក៏ឪពុកថាមិនមែនមើលឯងសួរឪពុកម្ដងទៀតមើលអ៊ំមើលពុកអ៊ំគៀអ៊ំមានប្រសាសន៍តិចមើលពុកឯងមានប្រសាសន៍មើលអាដាវាថាពុកឯងចែកឲ្យវានឹងតើមែនទេ បាទខ្ញុំអត់បានចែកអស់ទេបងអាយដាម ពុកអត់បានចែកឲ្យវាទេ បាទ ខ្ញុំជឿបើសិនជាពុកចែកឲ្យប្រហែលជាឈ្មោះនឹងឈ្មោះវាមាននៅក្នុងប្លង់ឥឡូវឈ្មោះដីឈ្មោះអ្នកណា អត់មានឈ្មោះអត់មានប្លង់ទេ អត់មានឈ្មោះអត់មានប្លង់ បាទដីឧស្សាហជាតិដីបរិស្ថានដីចំណីផ្លូវហើយចំណីប្រែង តែមករកឃើញអ្នកយកចំណីផ្លូវនៅកន្លែងនេះសោះដើររកប្រហែលថ្ងៃរកមិនឃើញឥឡូវមកអង្គុយតាមបាច់រកតែមកអង្គុយទៅនេះឃើញបដ ாய் ដីទឹកឈូដីចំណីផ្លូវដីចំណីប្រេង ចំណីប្រែង ដាបងសួរអនឯងរងថ្ងៃមុខរបរជាអីលោកយាយលោកតាណាខ្ញុំចូលដល់ដេញរឿងហ្នឹងណាសម្រាប់ឥឡូវជួយស្ដាប់គ្នាឯងមានមុខរបរជាអីដារងថ្ងៃ កម្មករ កម្មករអី កម្មករសំណង កម្មករសំណង់ បាទ ចុះប្អូនស្រីដេកអាវកូនប្រមាណអ្នកកូនម្នាក់ហើយចុះលោកម្ដាយទី1នេះលោករងថ្ងៃធ្វើអីអ្នកណាចិញ្ចឹមកូនបងគេចិញ្ចឹមបាទបងកូនបងចិញ្ចឹមអញ្ចឹងឥឡូវដីនេះមិនមានម្ចាស់ពិតប្រាកដទេអង្គាក៏មិនមែនម្ចាស់អូនដាក៏អូនដាក៏មិនមែនម្ចាស់ឲ្យអ្នកណាអីរ៉ែនោះបិទរ៉ែអីនោះសំខាន់អារម្មណ៍អញ្ចឹងដីហ្នឹងអត់មានម្ចាស់ផងហ្នឹងហើយអញ្ចឹងឥឡូវដល់អ៊ំហើយនឹងដាមកទៀមទាអញ្ចឹងធ្វើម៉េចទៅណោះបើដីរបស់រដ្ឋមានអ្នកណាមានសិទ្ធឲ្យមើលនេះណាពុកមេភូមិអើយអូម៉ែមេភូមិមកឡើងមកម៉ែមេភូមិនោះដូចធ្លាប់ស្គាល់មុខច្បាស់ណាស់មកម៉ែមេភូមិនោះពីមុនស្គមឥឡូវពីមុនថតលើស្គមមកមើលម៉ែមេភូមិអាម៉េចឥឡូវម៉េចមើលបងសួរអាម៉េច ប្រវត្តិដីនេះគឺខ្ញុំសូមជម្រាបទូឯកតាមមុនវាសូមគោរពឯកតាមនឹងស្រាប់គណៈធិបតីទាំងអស់ ម៉ែមេភូមិកើតឆ្នាំណា 75ម៉ៃដាំ 75ដីហ្នឹងវាមានឆ្នាំ93ម៉ែមេភូមិ75មក93អាយុប្រហែលមើលអាចសំល្មមតោះដឹងរឿងហ្នឹងនិយាយមក តាំងពីខ្ញុំដឹងក្តីមកកាលមុនដីហ្នឹងវាសុទ្ធតែព្រៃហើយចំណីព្រែកអត់មានអ្នកផ្ទះណានៅទេដល់ប្រជាជនហ្នឹងគាត់ចេះតែអត់ដីអត់អីនៅគាត់ចេះតែរំត្រៀនណាចំណីព្រែកហ្នឹងគាត់ចេះនៅគាត់ថាងសង់ផ្ទះនៅមកបដោះអាសន្នសិនអញ្ចឹងដំ ចិត្តតែបដោះអាសន្នរហូតមកទៅ ចាចេះតែបដោះអាសន្នយូរឡើងខ្លាចជាកម្មសិទ្ធិ ឥឡូវមើលបងសួរបងអូនមេភូមិថាតើបងអូនយល់ថាម៉េចអ្នកណាដែលមានប្រវត្តិនៅលើដីនេះមុនគេ តាមខ្ញុំដឹងដោយរែងលោកពូវត្តមកគាត់និយាយអញ្ចឹងគាត់ដោយសារគាត់ធ្លាប់តាក់ទងថាជាពាក់គ្នាគាត់កាត់កង ជាមួយនឹងអ៊ំគៀ ចាជាមួយអ៊ំគៀអញ្ចឹងអូនតាគាត់ជាកូនទេគាត់មិនមែនកាត់កងជាមួយម្ចាស់ដីដែលស្នាក់អាស្រ័យនឹងមុនទេឯដំ យល់ប៉ុន្តែឥឡូវនេះយើងនៅតែរឿងមួយទេតើបងអូនមានបានដឹងទេថានៅពេលដែលលោកឪពុកអ៊ំគៀនេះដាវាថាអ៊ំគៀបានផ្ដល់ចែកដីនឹងឲ្យតើបងអូនមានបានដឹងឮទេការងារនឹងថាពិតជាអ៊ំគៀបានឲ្យបងអូនវានៅមែនទេឬក៏វាទៅនៅដល់ខ្លួនឯងឬក៏របៀបម៉េច ជំរាបសារឯដំអត់បានដឹងទេនឹងគឺក្រុមគ្រួសាររបស់គាត់គាត់បានប្រាប់ខ្ញុំផង ហើយអត់មានបានទៅធ្វើលិខិតស្នាមថាគាត់បានចែករំលែកដីនឹងក្នុងជាមរតកអីអត់ទេ ចាឯដំ មានបញ្ជាក់ទេ អត់ដែលមានហ្នឹងឯដំទៅមកមានទំនាស់ហ្នឹងបានឡើងដល់ភូមិឃុំហ្មង អ៊ំម៉ាប់អ៊ំមានបានដឹងរឿងហ្នឹងថាតើក្រោយពីដីហ្នឹងមកអ៊ំមានបានដឹងប្រវត្តិតទៀតថាអ៊ំគៀគាត់បានចែកទៅឲ្យដាទេឲ្យខ្ចីនៅឬក៏របៀបម៉េចទេឬក៏ថាចែកគេចែកអីឲ្យពេលមានប្រពន្ធហ្នឹងតើមានដែរដឹងឮខ្លះទេមានបានដឹងទេ សូមគោរពឲ្យឡើយខ្ញុំអត់បានដឹងទេរឿងហ្នឹងបាទ អត់បានដឹងទេបាទអូខេបានអីចឹងអត់បានអត់អីទេស្ដាប់លោកយាយលោកតាជួយគិតខ្ញុំរងថ្ងៃដាអូនឯងនៅណា នៅកន្លែងដីគាត់ចែកឲ្យហ្នឹង នៅលើដីអា10ម៉ែត្រ9ម៉ែត្រហ្នឹងហ៎ បាទ អូនឯងធ្វើផ្ទះនៅហ្នឹង បាទ ហើយលោកឪពុកផ្ទះនៅឯណា តលចូលមុខបឋាន ពុកក៏នៅចិត្តហ្នឹងដែរ បាទ ចឹងហ៎
ឥឡូវនេះវាមិនមែនដាឯងឬក៏អ៊ំគៀជាម្ចាស់ទេដីហ្នឹងគឺបងទេនេះ បាទ ត្រូវឯងលោកយាយលោកតាបើត្រូវផ្ទះដៃមួយមើលពួកដីរត់ហ៎ប៉ូឡូដីហ្នឹងដីបកឋានណាគេអូនឯងម្ចាស់ដីតើមិនគាត់2នាក់ណាគាត់គ្រាន់តែនៅសិនតើមិនអញ្ចឹងឥឡូវបើទៀមទាគ្នាអញ្ចឹងឲ្យឲ្យទៅអ្នកណាមិនអាហ្នឹងតយើងអ្នកគិតមិនអញ្ចឹងត្រូវឯអាដាមលោកទាវឥឡូវអញ្ចឹងបានសួរថាមើលឥឡូវម៉ែមេភូមិជីវភាពអូនដារាល់ថ្ងៃនេះវាលំបាកប៉ុណ្ណាមធ្យមហ៎ ចាជីវភាពមកជុំធម្មតាគាត់ប្រពន្ធគាត់កាត់ដេរហើយគាត់ធ្វើកម្មករសំណងហើយគាត់មិនទុកគ្រួសារមានតែមួយគាត់មិនតោកយ៉ាកដល់ណាទេប៉ុន្តែបើឲ្យថាមានធូធាផ្ទះសម្បែងលុយឡានអីគ្នាវាអត់មែន តែលុយឡានរបស់ក្រៅខ្លួនមិនខានឲ្យតែហូបឆ្អែតរាល់ថ្ងៃវាបាសនេះទៅនិយាយស្អីឥឡូវបងសួរហើយចុះអូនឯងប្រៀបធៀបមើលម៉ែមេភូមិអូនដាហើយនឹងលោកឪពុកតើមួយណាជីវភាពល្អជាង ម្យ៉ាងម្នាក់គាត់ថាគាត់ល្អគាត់មានផ្ទះមានសបាយធំតែគាត់មានជំងឺហើយគាត់មានកូនក្រោយគាត់ទុយហ្នឹងគាត់ជួយមានការងារធ្វើជួយគាត់តាមមើលល្អថាគាត់រៀងនេះគ្រាន់បើជាងតែគាត់ចាស់ចរាហើយរបស់គាត់ជានៅចង់បានគាត់ឈឺអាយដំតែគ្រាន់ថាចម្រោះគាត់អាចសំរុំជាងអូនដា ហើយមើលទៀមទាចង់លក់ដីហ្នឹងតើដីហ្នឹងគេឲ្យប្រមាណដីរបស់រដ្ឋហ្នឹងអញនិយាយច្បាស់ហើយមើលអ៊ំគៀអ៊ំមានប្រសាសន៍ថាចង់យកដីហ្នឹងទៅលក់មើលជំងឺតើអ្នកណាហ៊ានឲ្យតម្លៃដីហ្នឹងប្រមាណមើលអ៊ំបញ្ជាក់ឲ្យខ្ញុំបន្តិចមើល បាទសូមគោរពអាយដាមមិនដឹងគេឲ្យប៉ុន្មានដែរក៏ប៉ុន្តែគាត់ថាជាព្រៀងខ្លួនឯងទុកយ៉ាងង ព្រៀងទុកទៅហ៎ បាទ ព្រៀងទុកថាបើគេទិញអាហ្នឹងត្រូវទៅលក់ បាទបើគេមិនទិញទុកយ៉ាងង ចុះបើសិនជាខ្ញុំចង់ជម្រាបសួរអ៊ំថាបើសិនជាអ៊ំលក់ដាវាបានតែកន្លែងណានៅ រឿងវាខ្ញុំមិនដឹងដែរវានៅកន្លែងណានៅ អ តាម ត់ទេអ៊ំមានប្រសាសន៍អញ្ចឹងប្រយ័ត្នខ្ញុំលេងនៅខាងអ៊ំព្រោះតែបាត់គុណធម៌គឺលេងនៅជាមួយហ្មងពួកខ្ញុំព្រោះអ៊ំត្រូវតែយកសុកទុកកូនរហូតដល់ថ្ងៃអ៊ំបិទភ្នែកតើសុកយ៉ាងណាទុកប៉ុណ្ណាអ៊ំត្រូវគិតវា បាទដីវាមានដែរបង បាទដីមានប៉ុន្តែដាមានដីប្រហែលកន្លែងម៉ែមេភូមិមានដឹងទេអូនឯងមានដឹងទេថាអូន អត់បានដឹងហើយអាយដាមព្រោះដឹងតែគាត់ស្នាក់នៅកន្លែងហ្នឹងគាត់ធ្វើផ្ទះហ្នឹងតែគាត់ថាកាប់ចការលើភ្នំតែគាត់ដឹងប៉ិនគាត់ឬគាត់ធ្វើប៉ិនគេគាត់មានឃើញតែធ្វើចការឲ្យលើភ្នំតែអត់ដឹងថាប៉ិនគាត់ផ្ទាល់ខ្លួនគាត់កម្លាំងពលកម្មដើម្បីដោះដូរលុយគេអាយដាម ឥឡូវបានឥឡូវអញ្ចេះជួយគិតគ្នាអាដាមលោកជំទាវអាដាមប្រធានអាញាធរស្រុកជំនាញទាំងអស់ពុកម៉ែយើងជួយគិតជាមួយខ្ញុំរឿងដីនេះខ្ញុំមិនឲ្យជាកម្មសិទ្ធិទៅអ្នកណាទេនៅកម្រិតត្រឹមដីអាស្រ័យផលប៉ុណ្ណោះហើយជាដីចំណីព្រែកបើអ្នកណាគេចង់បានអាស្រ័យផលលើដីចំណីនេះដីចំណីព្រែកនេះតែមិនអាចអនុញ្ញាតឲ្យជាផ្លូវច្បាប់ទេតើនេះអានឹងខ្ញុំនឹងពិចារណាឥឡូវនេះខ្ញុំនឹងធ្វើការចែកជាសិទ្ធិឲ្យហើយដាឯងចង់ឲ្យលោកឪពុកប្រមាណ បាទដីបាទតែ9ម៉ែត្របើឲ្យពុកអស់ខ្ញុំអត់មាន អត់ទេបងអត់ទេបងនិយាយនេះវាត្រង់ឃ្លាតចេញពីកន្លងច្បាប់បន្តិចប៉ុន្តែដើម្បីភាពដោះស្រាយជីវភាពបងប្អូនយើងផ្អែកទៅលើអតីតភាពនៃការរស់នៅណា បាទ បងដឹងថាកន្លែងហ្នឹងនឹងជាប់រីសតអញ្ចឹងហើយប្រហែលជាម្ចាស់រីសតគេមិនចង់ឲ្យមានផ្ទះយើងនៅចិត្តកត្រែកត្រហ្នឹងហើយបើគេចង់បានដីហ្នឹងដើម្បីគេពង្រីកបរិវេណគេទេប៉ុន្តែមិនអាចឲ្យជាប្លង់បានទេគ្រាន់តែគេឲ្យទលាយភ្នែកប៉ុណ្ណោះតើណាសុធននៅទឹកឈូជាមួយនឹងប៉ូឡូតើណាប៉ុន្តែមិនអាចឲ្យប៉ះពាល់ជាមួយនឹងបរិស្ថានទេអញ្ចឹងបងគិតថាបើសិនមានគេមកចែកចៅដីទៅនឹងដើម្បីគ្រាន់តែរើផ្ទះប្អូនចេញឲ្យទលាយភ្នែកកុំឲ្យវាខូចសភនភាពជាមួយនឹងរីសតអីកន្លែងនោះណាហើយឬក៏ខូចប្លង់ខូចអីគេបើសិនជាគេផ្ដល់ជាថវិកាសម្រាប់ប្អូនតើប្អូនជូនលោកឪពុកប្រមាណឧបមាថាគេឲ្យ 100% តើប្អូនជូនលោកឪពុកប្រមាណភាគរយហ៎ឲ្យគាត់40
ឯងដូចមិនមែនម្ចាស់ប៉ុន្តែឲ្យច្រឡំមាត់ឲ្យវាអ្នកឲ្យហើយសួរលោកឪពុកវិញពុកឯងបានទិញដីនឹងយូរមកហើយបើសិនជាគេចង់ចែកចៅដីទៅនឹងខ្ញុំឧទាហរណ៍ទេព្រោះថាឈានចូលមកដល់ខ្ញុំដោយសារតែអញ្ចឹងហើយបានកើតរឿងនឹងអញ្ចឹងបើសិនជាគេទិញដីនឹងក្នុងសិទ្ធិប្រើប្រាស់ណាមួយទេណាមិនមែនត្រឹមត្រូវតាមច្បាប់ទេតើពុកឲ្យទៅអូនដាប្រមាណភាគរយ 100% ហ្នឹងឲ្យប្រមាណភាគរយ បាទចានេះសងឲ្យប្រពន្ធខ្ញុំនិយាយខ្ញុំនិយាយកើត កែងពុកឯងអ្នកមកប្តឹងខ្ញុំឯងស្អីប្រពន្ធរហូតឥឡូវបងមានប្រសាសន៍មកអញ្ចឹងព្រោះខ្ញុំដឹងថាតាបងស្រីទី2មានប្រសាសន៍មកវាមិនត្រូវគ្នាជាមួយខាងនេះទេអញ្ចឹងមកខ្ញុំចង់ឲ្យពុកអ្នកមានប្រសាសន៍កាលណាពុកមានប្រសាសន៍វាមានតម្លៃច្រើនជាងក្នុងការងារហ្នឹងបាទឥឡូវបងឯងមានប្រសាសន៍ក៏បានដែរមកមានប្រសាសន៍មកអញ្ចឹងបងឯងលោកពូបងមានប្រសាសន៍មកកាន់ខ្ញុំដៃនឹងការពិតទៅខ្ញុំអត់លក់អីលោកពូខ្ញុំចង់ដកយកទាំងអស់បើដកលក់បើបងដកលក់ទាំងអស់ក្នុងនាមខ្ញុំម្ចាស់ដីរដ្ឋគឺខ្ញុំអត់ឲ្យទាំងពីរលោកពូគិតមើលវាអត់ទេនិយាយឲ្យដាច់ឲ្យច្បាស់ណាពីព្រោះខ្ញុំដឹងថារឿងនេះវាពាក់ព័ន្ធគ្នាកន្លងមកមិនមែនលំអៀងទៅខាងដាទេណាបងណាបងស្ដាប់ហ่าបាទអញ្ចឹងបងក៏ត្រូវតែមានគុណធម៌ហើយបើសិនជាបងមិនបានផ្ដល់កំណើតទៅឲ្យដាមែនប៉ុន្តែបងក៏ក្នុងនាមក្របខ័ណ្ឌជាម្ដាយទី2ដែរអញ្ចឹងបងត្រូវតែមានព្រមវិហារធម៌ចំពោះប្អូនអញ្ចឹងហើយបានខ្ញុំពិនិត្យរឿងខាងដើមពីជីវភាពនិងការរស់នៅប្រចាំថ្ងៃរបស់ប្អូនដាតើរាល់ថ្ងៃមានបន្ទុកគ្រួសាររបៀបម៉េចខ្លះលោកពូខ្ញុំជីវភាពគេរបៀបម៉េចខ្លះចារាល់ថ្ងៃនេះខ្ញុំអត់មកលោកពូខ្ញុំមើលគាត់អស់អាលេងពីទេខ្ញុំយល់រឿងហ្នឹងរឿងផ្សេងប៉ុន្តែស្ដាប់សិនរឿងអ្វីដែលជាភាពត្រឹមត្រូវគឺការយល់យកគ្នាបងស្ដាប់ឲ្យតន់ណាការយល់យកគ្នាដីនេះមិនមែនជាដីរបស់បងទេអត់មែនដីរបស់បងទេលោកយាយលោកតាឯកភាពទេព្រោះដីនេះដីចំណីព្រែកគឺដីរបស់រដ្ឋប៉ុន្តែអ្វីដែលខ្ញុំដោះស្រាយនេះដើម្បីឲ្យចំណែកទទួលបានទាំងអស់គ្នាបាទយកទៅប្រើប្រាស់តើបងយល់ថាម៉េចចាដីហ្នឹងបើសិនជាខ្ញុំលក់បានលោកពូខ្ញុំសុំឲ្យគាត់ 30% លោកពូ 30% ហើយដាមិញថាឲ្យយក 40% ហ៎បាទអូនឯងយក 40% ឲ្យឪពុក 60 ខ្ញុំឲ្យគាត់ 40 ខ្ញុំយក 60 អញ្ចឹងបាទអត់ទេមើលទៅអត់ត្រូវគ្នាទេមើលធ្វើកំណត់ហេតុដកហូតឡើងខ្ញុំមកវិញអត់ឲ្យនៅទាំងអស់ព្រោះដីរបស់រដ្ឋឲ្យឆ្លោះគ្នាបើគាត់ដកហូតយកទៅទាំងអស់ 30 ហើយខ្ញុំបានអីនៅទេបងនិយាយក្នុងយន្តការមួយទៀតនៅពេលណាដែលគេចុះទៅវាយតម្លៃលក់ទិញត្រូវហៅអ្នកទាំងពីរមកជួបដោយមានអាជ្ញាធរនោះម៉ែមេភូមិមកធ្វើអាជ្ញាកដាលយកកំណត់ហេតុនឹងទៅគេទិញប្រហែលថា 10000 ខាងណាប្រមាណធ្វើកំណត់ហេតុទៅប៉ុន្តែអត់មានបញ្ជាក់ផ្លូវច្បាប់ថាដីនឹងកម្មសិទ្ធិអ្នកនេះអ្នកនោះទេណាបាទគ្រាន់តែឲ្យបន្តប្រើប្រាស់នៅក្នុងដីចំណីព្រែកនឹងរត់ត្រូវការថ្ងៃណាយកមកវិញគ្មានលក្ខខណ្ឌអានឹងនិយាយដាច់ចឹងមកតិចទៅខ្ញុំទិញពីអ្នកនេះអ្នកនោះអត់ទេតើទេអានឹងបងអាចដោះស្រាយអញ្ចឹងបានអញ្ចឹងបានថាបងឲ្យប្អូនហើយនឹងអ៊ំមានប្រសាសន៍តើឯងយកប្រមាណអ៊ំខាងនេះយកប្រមាណតែប្អូនលោភលន់ពេកហើយណាបើតាមលោកម្ដាយទី2គាត់មានប្រសាសន៍ដីនេះគឺគាត់ទិញពីអ៊ំម៉ាប់ដោះដូរគ្នាដោយសារប្រាក់កាក់ខ្វះខាតឈឺស្កាត់នៅក្នុងអ្នកញាតិមិត្តភូមិផងលបងចិត្តគ្នាហ្នឹងក៏លើកឡាត់កាត់អានឹងមកទៅហើយឯងក៏បានទៅនៅទៅតាមប្រសាសន៍លោកឪពុកបងជឿលោកឪពុកច្រើនជាងប្អូនព្រោះលោកឪពុកគាត់រៀបថ្ងៃវិលទៅវិញហើយស្មាតទោសគាត់មិនអាចក្បត់នឹងអ្វីដែលការនិយាយទេសូម្បីតែម្ដាយទី2របស់ប្អូនឲ្យប្អូនក៏លោកឪពុកឯងមិនព្រមឲ្យនៅផងរឿងអីគាត់ចែកគេឲ្យឯងស្រាប់ហ៎អញ្ចឹងបើបានទៅនៅលើដីនោះហើយកុំភ្លេចរឿងខាងដើមមិនមែនទៅឈរលើដីនោះឲ្យស្រាប់ភ្លេចអាពាក្យដែលគេនិយាយខាងដើមការពិតនោះទេតើណាបាទលោកយាយលោកតាខ្ញុំនិយាយចឹងត្រូវខុសមើលបើត្រូវផ្ទះដៃមួយកុំឲ្យស្ងាត់ឥឡូវនេះខ្ញុំគិតថាដីនេះដីរបស់រដ្ឋអត់មានរឿងដាត្រូវចង់បានឬក៏អ៊ំគៀត្រូវចង់បានទេខ្ញុំចេញពីកន្លងយន្តការច្បាប់ខ្ញុំនិយាយពីឋានានុក្រមគ្រួសារលោកឪពុកឈឺអត់មានលុយ
ប្អូនមានធំណាស់សុខភាពល្អណាស់រស់បានយូរណាស់អញ្ចឹងត្រូវគិតលោកឪពុកជាធំបាទណាអញ្ចឹងឥឡូវបងគិតថានឹងផ្ដល់លទ្ធភាពឲ្យប្អូនមួយចំនួនផ្ដល់លទ្ធភាពទៅឲ្យលោកឪពុកគាត់ក៏ជាឪបងដែរព្រោះនៅក្នុងខេត្តនេះគ្រប់ក្រុមគ្រួសារបងជាសមាជិកគ្រួសារទាំងអស់អញ្ចឹងហើយបាទបងប្រាប់ថាប្អូនណាដែលមិនស្គាល់ពីគុណពីការដឹងគុណតបគុណសងគុណលោកឪពុកគឺបងត្រូវតែណែនាំនិងបដៅមិនឲ្យប្អូនចង់បានហួសហេតុទេនេះជារឿងគ្រួសាររបស់យើងតោះទេឥឡូវនេះលោកយាយលោកតាជួយសម្រាប់ខ្ញុំបើដីនេះអ្នកចិត្តខាងនោះដែលគេធ្វើរីសតនោះគេមានបំណងចង់ទិញចែកដើម្បីកុំឲ្យទើសមុខទើសមាត់គេចិត្តគេណាបាទគេឲ្យជាលុយតើគូឲ្យដាប្រមាណភាគរយលោកឪពុកគៀខាងនេះប្រមាណភាគរយអ្នកទាំងពីរអត់មានត្រូវការមកចង់បានទៀមទាចំពោះខ្ញុំពួកដីនេះខ្ញុំដឹងថាដីរបស់រដ្ឋអញ្ចឹងសិទ្ធិសម្រាប់គឺខ្ញុំអ្នកផ្ដល់ឲ្យទៅតាមស្ថានភាពជាក់ស្ដែងនិងតម្រូវការជាក់ស្ដែងរបស់ប្អូនហើយនិងលោកឪពុកនេះសំខាន់ណាអាដាមលោកជំទាវខ្ញុំនិយាយយ៉ាងខុសត្រូវបាទឯកភាពឯងលោកយាយលោកតាខាងក្រោយឯកភាពផ្ទះដៃមួយអត់ទេអញ្ចឹងអ្នកទាំងពីរនេះឆ្លោះសិទ្ធិទេអត់មានម្ចាស់ដីទេខ្ញុំសួរនាំថាខាងដើមទៅឈ្មោះអ្នកណាវាអត់មានឈ្មោះហើយមើលនៅក្នុងនេះ Google មើលប្រចាំងឲ្យបងមើលជាប់មាត់ព្រែកទេឲ្យនឹងខុសទៀតប៉ុន្តែត្រូវអាពេលលក់នឹងត្រូវចងផ្លូវច្បាប់អាអ្នកទិញនឹងអត់មានឲ្យសិទ្ធអត់មានឲ្យច្បាប់អីត្រឹមត្រូវទេគ្រាន់ឲ្យខ្ចីនៅបន្តទៀតថ្ងៃណារដ្ឋត្រូវការយកមិនចឹងបាទលក់សិទ្ធអាស្រ័យផលជាក់ស្ដែងទេអត់មានអីជាកម្មសិទ្ធិរឹងទិញពីអ្នកនេះពេញអ្នកនោះទេអត់មានទេអានឹងបញ្ជាឲ្យច្បាស់ឲ្យដាច់សាកសីបងប្អូនយើងច្រើនណាស់យើងមិនអាចស្លាប់ទាំងអស់គ្នាតែម្ដងទេបើស្លាប់ម្ដងម្នាក់អញ្ចឹងយើងធ្វើសាកសីតគ្នាមិនចឹងម៉ែមេភូមិនេះនៅស្អាតណាស់អត់ទាន់ទៅណាទេជួយចាំថ្ងៃហ្នឹងឥឡូវមើលខ្ញុំគិតថាឲ្យទៅលោកឪពុកប្រមាណភាគរយឲ្យលោកឪពុកប្រមាណភាគរយហើយឲ្យដាប្រមាណភាគរយខ្ញុំគិតថាអញ្ចេះស្ដាប់សិនស្ដាប់ខ្ញុំម៉ោងនេះអត់មានអ្នកណាចង់បានទេអ៊ំខ្ញុំចង់សួរថាអ៊ំចិញ្ចឹមម្ដាតាំងពីអាយុប្រហែលអ៊ំប្រុសអ៊ំគៀអ៊ំចិញ្ចឹមដាតាំងពីអាយុប្រហែលមកបាទតាំងពីវាអាយុ10ឆ្នាំនោះមកតាំងពីកើតមកហ៎តាំងពី10ឆ្នាំមកតាំងពី10ឆ្នាំអញ្ចឹងកើតមក10ឆ្នាំត្មងអីមិននោះមិនទេវាធំដល់10ឆ្នាំបានខ្ញុំយកមកចិញ្ចឹមវាមកនៅមួយខ្ញុំបាទវាអាយុ10ឆ្នាំហើយបានវាមកនៅមួយខ្ញុំយកវាចិញ្ចឹមអូពេលដែល10ឆ្នាំឯងអ៊ំយកមកចិញ្ចឹមបាទយកមកផ្ទាល់នៅជាមួយយាយទី2បាទហើយបានវាទៅនៅលើដីហ្នឹងហើយចុះពីមុនមកតាពីមួយឆ្នាំមកវានៅមួយអ្នកណានៅមួយម៉ែវាអូនៅមួយម៉ែ10ឆ្នាំមិនអ៊ំយកមកចិញ្ចឹមបាទមើលអ៊ំមានប្រសាសន៍មើលកុំឲ្យអ៊ំគាត់នេះអ៊ំមានប្រសាសន៍មកអ៊ំស្រីមានប្រសាសន៍មើលខ្ញុំស្ដាប់ឥឡូវអ៊ំខ្ញុំរៀបសួរទាំងអស់គ្នាណាបើខ្ញុំនិយាយខុសត្រូវអីក៏ប្រកែប្រកាន់អាចចឹងកុំអីវាមិនបានទៅនៅជាមួយឲ្យវាទេណាខ្ញុំចែកឲ្យវាទៅនៅមួយឲ្យខ្ញុំចែកដៃគេក៏ខ្ញុំឲ្យកូនខ្ញុំ3នាក់អ្នកមកប្លង់វាយកទៅលក់ហិតហោចអស់គេឲ្យដៃព្រៃកូនទៅនៅហើយដល់ទៀមទាយកទៀតអ៊ំគិតមើលថាហៅអីណែអញ្ចឹងបានដឹងអញ្ចឹងអ៊ំបានអ៊ំស្រីបានចែកដីឲ្យកូន3ប្លង់3ប្លង់កូនខ្ញុំ3នាក់3ប្លង់ហ្នឹងអ៊ំគៀយកទៅលក់អស់យកលក់អស់លីងហើយកូនខ្ញុំមីស្រីណាគ្នាអាយុនៅតិចទេសុកចិត្តដែរយំសោកមួយម៉ែខ្ញុំយកទៅដាក់លក់អស់ដល់ពេលលក់អស់ទៅអត់មានឲ្យកូនស្អីទៀតទាំងអស់អត់ឲ្យទាំងអស់បារៀលលីងអ៊ំគៀឥឡូវអ៊ំខ្ញុំសុំកាត់បន្តិចសុំកាត់អ៊ំគៀអ៊ំមានបានយកដី3ប្លង់របស់កូនទៅលក់អស់ទេសង្ស័យលក់មកការមួយយាយក្រោយមិនដឹងបាទអត់ទេអត់បានលក់អីបងញ៉ែអត់លក់អីលក់មែនក៏ប៉ុន្តែចែកមួយខ្ញុំចំណែកមានរបស់ខ្ញុំវាមាន19ម៉ែត្របដោ45ម៉ែត្រក្បាល19ម៉ែត្រអាហ្នឹងរបស់ខ្ញុំលក់មែនការចែកគ្នាហ្នឹងកម្មសិទ្ធិរបស់ប៉ាន់ខ្ញុំឯងប៉ុន្តែខ្ញុំចង់សួរអ៊ំថារបបកូន3នាក់ហ្នឹងដែលអ៊ំយកទៅលក់ហ្នឹងតើអ៊ំលក់មែនដែរឬក៏អត់អត់ទេខ្ញុំអត់បានយករបស់កូនលក់អីចុះអាដៃកន្លែងផ្ទះណាក់ហ្នឹងផ្ទះណាមិនដៃខ្ញុំ
តែប៉ុណ្ណាណាដឹងណា អាផ្ទះណាក់ណាក់ក្បែរផ្ទះខ្ញុំហ្នឹងនៅគិតលបងហ្នឹងគិតទេ ចាំណាស់ណាដៃចែកនឹងអញណា ហេអាហ្នឹងចាយចំណាយឯងខ្លួនឯងមានប្រពន្ធអញឲ្យតែកូនអញ3នាក់យកកូនអញទៅចិញ្ចឹមធ្វើបាបទៀតហ៎មិនចឹងលក់ហិនហោចទិញតាំងពីឡានម៉ូតូធុងបាក់អី បានឥឡូវបានស្ដាប់បានហើយអ៊ំខ្ញុំស្ដាប់បានឥឡូវអញ្ចេះរឿងវាចូលដល់រឿងហ្នឹងហើយ ចា អញ្ចឹងចេះអ៊ំស្រីអ៊ំជួយគិតខ្ញុំណាគិតទាំងអស់គ្នា ចា ឥឡូវបងប្អូនទាំង3នាក់ហ្នឹងមានមកទេអា3នាក់ដែលយកប្លង់ដីអ៊ំគីយកប្លង់ដីទៅលក់ហ្នឹងមានមកទេ នេះនៅពេញនៅរោងចក្រធ្វើរោងចក្រ នៅធ្វើរោងចក្រទាំងអស់គ្នា ចា ប៉ុន្តែដីដែលត្រូវអ៊ំត្រូវផ្ដល់ឲ្យ3នាក់ហ្នឹងអ៊ំគីយកលក់អស់ហើយហើយនៅសល់មួយដុំហ្នឹងបានអូនដាវាមិននៅនេះ អត់ទេអាលក់អានោះអស់ហើយបានឲ្យគ្នាទៅត្រៃព្រៃនៅហ៎ លក់អាហ្នឹងអស់បានឲ្យមកត្រាយព្រៃនៅកន្លែងហ្នឹង គ្នាកូនកាយបាន2ខែ អើក៏អើទៅចោះតទៅទៀតអើក៏អើតោះអ៊ំមានភាសាមកគ្រួសារយើងទេតោះហើយអញ្ចឹងលក់បើអ៊ំបានចែកដីឲ្យកូន3នាក់ ចា 3ប្លង់ ចា ដល់ពេលហ្នឹងអ៊ំគីយកទៅលក់អស់ លក់អស់ លក់អស់បានឲ្យដាវាមកត្រាយព្រៃនៅកន្លែងហ្នឹង ចា អូ ហើយឥឡូវទៀមទៀតដៃបន្តិចប៉ុណ្ណឹងគ្នាធ្វើផ្ទះឥឡូវបើអ៊ំ ខ្ញុំសួរចាំឆ្លើយខ្ញុំសួរចាំឆ្លើយខ្ញុំស្ដាប់អ៊ំស្រីខាងនេះសិនបាទអ៊ំមានប្រសាសន៍មកបាទ ចា អ៊ំមានប្រសាសន៍ទៀត ខ្ញុំដឹងតែប៉ុណ្ណឹងឯងខ្ញុំដឹងនិយាយមិនទៀតខ្ញុំដឹងថាខ្ញុំចែកឲ្យកូនខ្ញុំ3នាក់ តាយកទៅលក់អស់ តាលក់អស់ហើយគ្មានបានឲ្យកូនណាមករៀលហើយកូនខ្ញុំយំចង្វាក់គ្នាស្រីស្រីណាទូចណាសុកចិត្តម៉ែគ្នាគ្មានស្អីទេទៅសុំគេឲ្យធ្វើរោងចក្រ ប៉ុន្តែខ្ញុំចង់ជម្រាបសួរអ៊ំថានៅពេលដែលគាត់លក់ហ្នឹងគាត់បាននិយាយទី2ហើយនៅ បានហើយ បានហើយទៅលក់ទៀត ចាគិតបានហើយគិតយកទៅលក់ហឺហាគ្នាគិតទៅបាយហ៎ហើយអាកូននេះអត់មានអីទាំងអស់ បាត់ទេបង អត់ទេថ្ងៃនេះខ្ញុំដឹងថាអ៊ំស្រីខាងនេះលោកសោកសៅយូរហើយក៏លោកមិនដឹងនិយាយប្រាប់អ្នកណាដល់និយាយប្រាប់ចំថ្ងៃហ្នឹងគឺមានអត្តន័យហ្មង ហើយឡៅអ៊ំគិតមើលឥឡូវអ៊ំទៅដឹងហើយឃើញហើយកន្លែងដៃផ្ទះស៊ីសតងាច់ផ្លូវហ្នឹងអ៊ំដឹងហើយហើយផ្ទះខ្ញុំកូនខ្ទមហ្នឹងមុនហ្នឹងប៉ិនបានកូនភាសាខ្ញុំគ្នាធ្វើទាហាននៅព្រះពហិនេះសំលុយធ្វើផ្ទះឲ្យម៉ែនៅទៀតណាឥឡូវគ្នាស្លាប់ហើយខ្ញុំហ្នឹង ឥឡូវអ៊ំរងថ្ងៃអ៊ំបានអីទទួលទានអ៊ំ កូនចាំកូនបងអាហ្នឹង ចាំ គ្នាមករស់ស៊ីលុកចេកលុកអីគ្រប់សពដឹកមកថាក្តាមថាភ្លៀង ឥឡូវសួរអ៊ំថាអ៊ំបញ្ជនបានហើយមកទល់ថ្ងៃនេះ ខ្ញុំចាត់ណាចិត្តហើយ ចាត់ហើយ ចា ហើយអ៊ំរងថ្ងៃអ៊ំរស់ស៊ីអីអ៊ំអត់មានទេកូនចាំ កូនចាំ ចុះបើខ្ញុំចាំដែរអ៊ំព្រមទេ ឲ្យតែអ៊ំជួយចាំបានអដូចអីចឹង អ៊ំប្រសាអង្គមួយខែប្រមាណ ចុះណាមួយម៉ែកូនដឹងម៉ានអស់ម៉ានខ្ញុំដឹងហើយកូនចៅ ថោណាប្រមាណអ្នកអ៊ំប្រមាណអ្នកនៅគ្រួសារប្រមាណអ្នក គ្រួសារខ្ញុំ12នាក់ម៉ែកូនហ្នឹងហើយ អ ចៅ អញ្ចឹងអត់អីទេ2នាក់ថោណាចេញពីវិញជូនអ៊ំ30គីឡូហើយអ៊ំមកយកអង្គរៀងរាល់ខែ30គីឡូណាខ្ញុំជូនអ៊ំណាអ៊ំណា ចា បាទព្រោះដោយសារប្អូនដែលជាយុទ្ធជនលោកបានពលីហើយអញ្ចឹងខ្ញុំជំនួសខ្ញុំត្រូវចិញ្ចឹមអ៊ំតោះនេះ សានេះ បាទកូនប្រសាស្លាប់បាទអញ្ចឹងថោណាជូនកអ៊ំហើយសម្ភារៈក្នុងឃ្លាំងមានអីជូនអ៊ំរាល់ខែណាតោះនេះហើយនឹងថវិកា100000ផងរៀងរាល់ខែដរាបណាខ្ញុំនៅខែនឹងណាអ៊ំណាខ្ញុំជូនអ៊ំរាល់ខែ ឥឡូវខ្ញុំដាច់អាណត្តិខ្ញុំមិនដឹងទេតែខ្ញុំនៅទីនេះខ្ញុំត្រូវតែដើរតួកាតព្វកិច្ចនេះជាមួយអ៊ំណាអ៊ំណាហើយចេញទៅវិញអ៊ំអញ្ជើញយកចោះណាអ៊ំណាបាទចប់អារឿងនឹងមួយឥឡូវយើងនិយាយរឿងដីនេះបើសិនជាយើងដូចអ៊ំគាត់មានប្រសាសន៍អ៊ំគៀកុំស្ដាប់អីណាខ្ញុំដឹងថាដំបូងអ៊ំជួបអ៊ំទី2នេះប្រហែលជាលក់ដីនឹងហឺហាហើយ មែន ឥឡូវបានស្ដាប់ខ្ញុំអត់និយាយរឿងអីទេខ្ញុំនិយាយរឿងបញ្ហាអ៊ំគៀយកកូនយកដីកូនទាំង3ទៅលក់ហើយអត់បានឲ្យកូនបាទអញ្ចឹងចំណែកដីនេះខ្ញុំគិតថាវាមានចំណែកអ៊ំគៀដែរនៅក្នុងចំណែកទាំងអស់នេះប៉ុន្តែខ្ញុំក៏មិនឲ្យបងប្អូនខ្ញុំទាំងអស់លំបាកដែរខ្ញុំត្រូវតែគិតបញ្ហាពួកគេឥឡូវដីនេះត្រូវចែកចេញជា3ចំណែកលក់បានឯកភាពអត់ទី1អ៊ំគៀទី2អូនដាទី3គឺបងប្អូនដែលអ៊ំគៀយកដីទៅលក់អញ្ចឹងចែកចេញជា3ចំណែក ចា ឯកភាពអត់ អ
បើឯកភាពផ្ទះដៃចំណែកនេះគឺខ្ញុំគិតរួចហើយ30 30 40ដា30ប្អូនស្រី2នាក់ទៀតដែលបានអុកគាលក់ដីហ្នឹងបងប្អូនរងថ្ងៃទៅធ្វើការនៅរោងចក្រផ្សេងខ្ញុំឲ្យ30អុកគាខ្ញុំឲ្យ 40% ដោយសារអុកគាឈឺបើមិនចឹងទេដីហ្នឹងខ្ញុំដកហូតយកមកវិញបើសិនជាបាត់គុណធម៌នៅក្នុងចំណែកណាមួយតើលោកយាយលោកតាឯកភាពអត់ពុកម៉ែឯកភាពទេខ្ញុំគិតចឹងបើឯកភាពផ្ទះដៃមួយអាដាមលោកជំទាវមិនដែរឯកភាពហ៎បាទពីព្រោះដីនេះមិនមែនដីអុកគាទេហើយក៏មិនមែនដីបងដែរចំពោះដែលបងបានប្រើប្រាស់កន្លងមកឥឡូវម៉ោងហ្នឹងគឺខ្ញុំត្រូវដកហូតវិញព្រោះដីរបស់រដ្ឋខ្ញុំយកមកដើម្បីបំពេញតម្រូវការគ្រួសារយើងដែលមានការខ្វះខាតនៅក្នុងចំណែកផ្លូវច្បាប់ដែលខ្ញុំអាចធ្វើទៅបានម៉េចលោកយាយលោកតាយល់ថាម៉េចដែរពីមុខដល់ក្រោយបើឯកភាពលើកដៃទាំងអស់គ្នាមើលខ្ញុំចង់ដឹងអ្នកណាខ្លះឯកភាពអត់តែអង្គាមួយរឿងបងអង្គាទេខ្ញុំដឹងទេបាទលោកពូឲ្យខ្ញុំសុំនិយាយបន្តិចបានទេលោកពូបើនិយាយត្រូវអត់អីទេបើនិយាយខុសយកទាំងអស់ចាឲ្យខ្ញុំសុំនិយាយបន្តិចលោកបាទព្រោះអីដៃហ្នឹងគាត់ចែកគ្នាអត់មានថាចែកឲ្យកូនទេលោកពូគាត់ចែកពីអ្នកគ្នាគាត់ទេហើយគាត់ក៏យកតិចដែរគាត់ខាងនេះយកច្រើនការពិតអត់មានចែកឲ្យកូនណាទេគាត់ចេះតែនិយាយទេលោកពូអត់មានយកចុះបងមិនក៏ដឹងរឿងច្បាស់ម៉េចរឿងតាហើយយាយតើខ្ញុំប្តីប្រពន្ធខ្ញុំគាត់ចែកក៏គាត់មកប្រាប់ខ្ញុំដែរអត់ចែកហ្នឹងក៏នៅនឹងជាមួយគ្នាទៀតចាហើយគាត់អត់មាននេះទេលោកពូគាត់ចែកតែពីអ្នកគ្នាគាត់មើលឥឡូវមើលម៉ែមេឃុំម៉ែមេភូមិឯណាពុកមេឃុំមកទេពុកក្រែងពុកមេឃុំចាំយូរហើយមិនគុំអង្គមិនយាងមកមើលអត់សួរគាត់ទេស្នំអំពីពុកមេឃុំស្នំអំពីមែនទេបាទឃុំម៉ាក់ប្រាំងបាទម៉ែមេភូមិស្នំអំពីមេភូមិឯស្នំអំពីឥឡូវពុកមេឃុំឥឡូវរឿងនេះមិនមែនរឿងគាត់ពីរនាក់ទេពួកដីរបស់រដ្ឋបាទហើយតំបាទខ្ញុំយោបល់ខ្ញុំចឹងតើពុកមេឃុំយល់ថាម៉េចបាទយោបល់របស់ឯកឧត្តមគឺខ្ញុំគ្រប់គ្រងព្រោះដោយការខ្ញុំនៅឃុំខ្ញុំបានចឹងដែរប៉ុន្តែគ្រាន់តែប្លែកតិចថងថាឯកឧត្តមថាឲ្យទៅខាងម្នាក់កូនហ្នឹង30ខាងបងគៀនេះ40បាទចឹងការនៅឃុំចេះខ្ញុំសូមជំរាបជូនឯកឧត្តមដែរថាពីការសំហប់មូលទៅវា4-5សារតាមទូរស័ព្ទផងតាមអីផងចឹងព្យាយាមណាចឹងដល់រហូតដល់ក្រោយមកគាត់ព្រមព្រៀងថាទទួលយក 40% ខាងយ៉ែមគៀដាហ្នឹង60% បាទបើទាស់គ្នាបន្តិចឯកឧត្តមទាស់ទាំងណាថ្លៃគួរជេដីថ្លៃគួរជេកាលនេះគាត់លក់ហើយប៉ុន្តែតម្លៃនេះខ្ញុំអត់ដឹងប្រហែលទេប៉ុន្តែខ្ញុំថាចុះបើលក់ទៅបើគាត់ចំណាយគាត់ 60% យើងចេញថ្លៃគួរជេ 60% ទៅតែមួយខាងទៀតគាត់បានទទួល 40% គាត់ចេញថ្លៃ 40% ទៅប៉ុន្តែខាងប្រពន្ធគៀដានេះគាត់ថាអត់ទេឲ្យម៉ែខាងឪក្មេងចេញទាំងអស់ថ្លៃគួរជេដីហ្នឹងកាលហ្នឹងគឺ40-60ហើយបាទអ្នកណា40ខាងតាគៀ40បាទហើយដា60ឥឡូវដល់ខ្ញុំគិតមិនថាចេញ60-40ដដែលបាទ60ដែរបាទបាទតាមត្រូវហើយតែអត់តន់សម្រាប់ទេនៅដើមមួយកលៈទៀតបាទខ្ញុំដើមមួយកលៈទៀតបាទមានជួនឯកឧត្តមណាស់ដល់សាដីហ្នឹងដីអាស្រ័យផលខាងលិចផ្លូវខាងក្រោយនេះវាជ្រោះទឹកឈូហើយអញ្ចឹងវាអត់មានសល់ដីអីទាំងអស់ទេប៉ុន្តែការសម្របសម្រួលនេះគាត់មកស្នើសុំយើងចុះចេះតែសម្របសម្រួលគាត់ទៅឲ្យគាត់ព្រមព្រៀងគ្នាជាការល្អដែរបាទគាត់ខ្ញុំបានប្រាប់គាត់ដែរថាបើលក់ដូរអីអត់មានធ្វើលិខិតអេបានទេបាទឥឡូវអញ្ចេះខ្ញុំគិតម្ដងទៀតពុកមួយឃុំណាបាទរឿងនេះខ្ញុំក៏ជាគ្រួសាររបស់យើងដែរខ្ញុំផ្អែកទៅលើស្ថានភាពជាក់ស្ដែងដែលអ៊ំគាត់ជាអ្នកផ្ដល់កំណើតឲ្យបងប្អូនតោះនេះបងប្អូនខាងនេះហើយឥឡូវលោកមានវ័យកាន់តែចាស់ហើយលោកមានជំងឺផងខ្ញុំគិតថាបងប្អូនក៏ត្រូវសម្បទានឲ្យលោកឪពុកវិញដែរចំណែកដែលត្រូវឲ្យមែនប៉ុន្តែក៏ត្រូវសម្បទានឲ្យពុកវិញមួយចំនួនណាទៀតតោះនេះបាទបងតោះនេះបាទឥឡូវចំណែកខ្ញុំគិតថាអញ្ចឹងមែនថាបងប្អូនខាងនេះម្នាក់បាន30តោះនេះបាទប៉ុន្តែដល់ពេលលោកឪពុក40មិនអញ្ចឹងបាទឥឡូវលោកឪពុកឈឺខ្ញុំគិតថាបងប្អូនងាយយកលុយពីវាទេតោះខ្ញុំអ្នកអាកាត់ខ្ញុំយកម្នាក់10%ពីកូនមកឲ្យពុកវិញតោះនេះបងឥឡូវពុកបាន60ខាងនេះបាន40ទេអញ្ចឹងខាងនេះបានតែ40ទេដាបាន20%អ
បាន40%ទៅចែកជាមួយនឹងបងប្អូនទៅឲ្យលោកម្ដាយខាងនេះជាអ្នកអាកាប់តោះនេះប៉ុន្តែ60%ទៀតឲ្យលោកឪពុកខាងនេះដើម្បីបងប្អូនខាងនេះជួយម្នាក់10%ជួយលោកឪពុកពេលលោកឪពុកឈឺពុកវិឃុំយល់ថាម៉េច បាទដោយសារបណូនជាតិណាអូកូនបាទខ្ញុំបាទតាមភាសារបស់ឯកឧត្តមខ្ញុំគ្រប់គ្រងបាទតាមត្រូវបាទ ម៉ែមេភូមិ តាមឯកឧត្តមខ្ញុំក៏ថាយល់ព្រមដែរអាសំស្រាប់តែសំខាន់ឪពុកកូនគាត់ដឹងគាត់គិតមិន មានគិតមិនយើងម្ចាស់ដីតាខ្ញុំតាមចាស់ដីខ្ញុំពុកឯងចែងនេះមានអ្នកណាម្ចាស់ដីក្រៅពីខ្ញុំមើលអញ្ចឹងមែនទេលោកយាយលោកតាក្រោយមែនអត់បាទព្រោះត្រូវតែដៃមួយមើលមានទេពុកឲ្យគាត់មានប្រយោជន៍ឯងខ្ញុំប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋខ្ញុំឃើញថាដីនឹងពុកម៉ែយើងអាចត្រាយព្រៃត្រាយអីឥឡូវមានគេចែកជើបានលុយបានកាក់ចែកគ្នាទៅហើយដីនឹងមិនអាចចេញឲ្យជាផ្លូវច្បាប់ទេគ្រាន់តែគាត់កាន់ប៉ុណ្ណាបន្តពីនោះមកឥឡូវអ្នកដែលថាចង់បានបន្តអញ្ចឹងទៀតទៅអត់មានលិខិតលក់ទិញទេអាហ្នឹងមិនអញ្ចឹងបាទដាឯងយល់ថាម៉េចដាមើលមុខបងនេះបងនេះឲ្យហើយទៅមើលមុខប្រពន្ធណាម៉េច អ៊ំម្ល៉េះខ្ញុំសុំរៀបសួរភាសា បាទមកអ៊ំមានប្រសាសន៍មក ចាឥឡូវអ៊ំគិតមើលណាផ្ទះវាមានផ្ទះថ្មចំការតារ៉េនវាលក់មួយឆ្នាំរាប់ម៉ឺនណា អ៊ំអញគិតទៅអញ្ចឹងធ្វើមកអញ្ចឹងធ្វើឈឺនៅផ្ទះមកជិះម៉ូតូមកជេរកូនអង្គុយលេងនេះហើយមីស្រីនេះក៏យកប្តីខ្ញុំទៀតមីស្រីប្អូននេះណាអ៊ំអញគិតថាអូនយកបកកើតខំពោវាបែកចកេះ អ៊ំបងប្អូនបកកើតណា ខំចាំវាតាំងពីទូចដល់ពីធំឡើងមកយកប្តីអ៊ំអញគិតមើលឲ្យខ្ញុំវិធានីហ៎ហើយខ្ញុំចេះតែទ្រាំកូនខ្ញុំអត់ បើសិនជាដឹងកាន់តែយូរទៅអ៊ំគៀបហើយអត់បដ ாய் អ៊ំអញគេតអាហ្នឹងឯងច្រឡាញ់ប្រពន្ធហឺហាលក់ហឺហាហើយកូនប្រពន្ធវិធានីអ៊ំអញគេតជួយស្ដាប់ខ្ញុំមើលហើយខ្ញុំវិធានីអាម៉ាច់ហើយម៉ាយហើយកូនគ្នាខំទៅធ្វើតាហ៊ានមកចាំម៉ែក្មេកអូនណាហើយឥឡូវគ្នាស្លាប់ហើយនៅព្រះពហិយ អញ្ចឹងបងស្រីហើយនឹងប្អូនស្រីខាងនេះគឺបកកើត កើតម៉ែឲ្យស្លាប់អស់ហើយខំពោវាតាំងពីទូចកូនង៉ែតធំឡើងពោទៀតដល់ពីធំឡើងវាយកដៃបងធ្វើបាបបងនេះមិនទ្រូងហ្នឹងមិនទៅវិញអ៊ំអញគេដាក់ បានអ៊ំបានខ្ញុំយល់អ៊ំខ្ញុំយល់ បាទហើយមិនបាក់ មើលខ្ញុំឲ្យពុកមេឃុំប្រាប់ខ្ញុំតិចជាមួយមេភូមិតើស្ថានភាពអង្គាររងថ្ងៃគាត់មានចំការតរេនមែនទេមានក្តាប់បានទេបញ្ហាហ្នឹង ខ្ញុំការតរេនខ្ញុំក្តាប់អត់បានដែរឯកឧត្តម ម៉ែមេភូមិអង្គារមានចំការតរេនមែនទេ មានឯកឧត្តមតែគ្រាន់ថាដីអាស្រ័យផលមានតិចតួចវាមិនដល់ណាស់ដោយអាយើងដីមានប្លង់ប្រព័ន្ធនៅក្រោមឯដីនៅលើភ្នំ ប៉ុន្តែពិតជាមានចំការតរេនមែនទេ មានចការតរេនមានចេក មានចំណូលមែនទេ ចំណូលកាលគាត់នៅធ្វើបានគាត់ទៅធ្វើរាល់ថ្ងៃដល់គាត់អត់ធ្វើនេះមិនដឹងជាគាត់ដោះដូរឬក៏គាត់នៅឲ្យកូនបន្តធ្វើទៀតឯដើមកាលគាត់នៅទៅកើតគាត់ទៅធ្វើខ្លួនឯងនៅលើភ្នំទៅមានវត្តជប់ឯដើម ឯងវត្តបងដល់ពេលយូរទៅបងគិតដល់ពេលហ្នឹងប្រហែលជាបងដោយអត់ត្រូវចែកចំណែកហ្នឹងឲ្យនេះត្រូវចែកឲ្យម៉ែខាងនេះវិញ លោកពូឲ្យខ្ញុំសុំនិយាយបន្តិចបានទេលោកពូខ្ញុំសុំនិយាយបន្តិចមកលោកពូពូការនេះយុទ្ធធរណាលោកពូខ្ញុំមកនៅមួយគាត់ណាអាយុ10ឆ្នាំទេលោកពូគាត់រត់ចេញពីប៉ាម៉ាក់ខ្ញុំយូរហើយដល់ពេលគាត់មានប្តីប្រពន្ធគាត់យកខ្ញុំមកនៅបម្រើគាត់នេះបោកកូនណាខ្ញុំប្រើបម្រើគាត់កូន4លោកពូខ្ញុំបោកឈាមពេញដែរលោកពូដល់ពេលហើយអញ្ចឹងណាគាត់ធ្វើបាបខ្ញុំមកណាគាត់ដើរលេងល្បែងរហូតខ្ញុំមករែកទឹកស្រោចត្រេនដាំបាយដាំទឹក ឥឡូវចេះបងស្ដាប់ខ្ញុំ រឿងខ្លះវាជារឿងនៅក្នុងពោះគ្រួសារយើងខ្ញុំអត់ចង់ឲ្យយកមកតដាងនៅក្នុងពេលនេះទេខ្ញុំចង់និយាយនៅពេលនេះគឺខ្ញុំដឹងហើយខ្ញុំចង់និយាយពីរឿងបញ្ហាប្រឈមដែលត្រូវដោះនៅព្រឹកនេះតែប៉ុណ្ណោះតោះណាហើយខ្ញុំចង់និយាយនៅព្រឹកនេះដោះនៅព្រឹកនេះគឺខ្ញុំពិនិត្យទៅលើស្ថានភាពជាក់ស្ដែងដែលបងប្អូនយើងត្រូវការដែលបងប្អូនយើងគ្រួសារយើងជួបការលំបាកអ
ចឹងឥឡូវខ្ញុំដឹកអង្គហេតុអស់ហើយដីនេះគឺពាក់ព័ន្ធជាមួយនឹងការតាក់ទងគ្នាកន្លងមកនេះពាក់ព័ន្ធគ្នាមែនណាខ្ញុំតាបងស្រីខាងនេះក៏ខ្ញុំក្តាប់បានបងក៏ខ្ញុំស្ដាប់បានអញ្ចឹងមិនថាចំណែកដីនេះវាមិនមែនជាអ្នកណាជាម្ចាស់កម្មសិទ្ធិពិតប្រាកដទេគឺជាដីរបស់រដ្ឋបងស្ដាប់ខ្ញុំសិនស្ដាប់ខ្ញុំកុំដល់ពេលនិយាយខ្ញុំនិយាយហើយទៅនិយាយដល់ពេលខ្ញុំសួរអត់ដឹងខ្ញុំអត់មានពេលវេលាច្រើនទេសម្រាប់ការងារហ្នឹងគឺខ្ញុំយកមកប្រើប្រាស់មួយបងប្អូនយើងនេះឲ្យវាអស់បាទឲ្យធ្វើម៉េចឲ្យវាប្រកបវិជានឹងគ្នាហើយឲ្យអស់រឿងហើយឲ្យដោះមើលពុកមួយឃុំយើងមុននឹងយើងសម្រេចចុងក្រោយយើងសម្រេចម្ដងចេះម្ដងបញ្ចុះដើម្បីយើងប្រមូលហេតុធាតុចូលហើយដើម្បីយើងសម្រេចបញ្ចប់បើក្នុងនាមពុកមួយឃុំតើសម្រេចរបៀបម៉េចឥឡូវយើងដឹងអស់ហើយនេះរឿងកាលណាយើងសម្រេចទៅវាធ្លាយរឿងនេះចេញមកយើងសម្រេចចេះវាធ្លាយរឿងនោះចេញមកឥឡូវវាអស់ហើយរឿងនោះវាធ្លាយចេញមកអស់ហើយវាចប់ត្រឹមប៉ុណ្្នឹងតើយើងត្រូវសម្រេចបញ្ចប់របៀបម៉េចមើលពុកមួយឃុំមើលសូមអធិស្ឋានឲ្យដំបើតាមយោបល់ខ្ញុំដើម្បីធ្វើម៉េចដើម្បីឲ្យស្មើភាពគ្នាចុះខ្ញុំថាសុំ50 ទៅឥឡូវបើខាងគៀដែរក៏សុំទទួលយក50ហើយខាងលោកយ៉ែមគៀក៏សុំ50ហើយដល់អត់មែនសុំទេសម្រេចមកនោះបាទពោះពុកមួយឃុំប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់នោះមើលពុកម៉ែមេភូមិឯកភាពតាមពុកមួយឃុំមកនោះចាឯកភាពខ្ញុំតាំងពីដើមមកខ្ញុំថាស្រួលឲ្យគាត់ត្រូវគ្នាគាត់50ឲ្យស្មើទាំងអស់កុំឲ្យថាយើងអៀងខាងណាភាសាខ្លះការដោះស្រាយយើងមិនមែនធ្វើឲ្យគាត់ឲ្យទៅរួចទេត្រូវទទួលបានភាពយុត្តិធម៌ទៀតបានវាលទ្ធផលក្នុងការដោះស្រាយតោះនេះបាទមិនមែនធ្វើឲ្យគ្រាន់តែត្រូវគ្នាទេត្រូវគ្នាដោយទទួលដោយពេញចិត្តហើយយើងមកថ្លឹងទាំងអស់គ្នាថាតើហេតុផលដែលយើងដោះស្រាយនេះតើវាមានតម្លៃគ្រប់គ្រាន់ទេនៅក្នុងតម្លៃយុត្តិធម៌ពិតប្រាកដទេអ្នកដែលត្រូវទទួលបាននឹងរបៀបម៉េចទទួលបានទេអញ្ចឹងបានខ្ញុំកំពុងថ្លឹងអ៊ំខាងនេះប្អូនប្រុសខាងនេះអ៊ំខាងនេះមួយអ៊ំគៀឥឡូវបើតាមអ៊ំស្រីខាងនេះថាប្រវត្តិកន្លងមកអ៊ំគៀក៏មានការបានជ្រុលជ្រោះជាមួយនឹងរបស់របរមរតកដែលត្រូវចែកឲ្យកូនគាត់យកទៅប្រើអស់ហើយតោះនេះឥឡូវស្រាប់តែនៅសល់សេះសល់តិចតួចនៅពេលដែលចុងក្រោយនេះគាត់មកទៀមទាយកកូនទៀតសំខាន់គឺប្អូនវាមានកម្លាំងមែនក៏វាត្រូវការជំរករស់តទៅទៀតដែរតោះនេះមើលជាយោបល់អ៊ំវិញខ្ញុំសូមអ៊ំទី1មើលអ៊ំមានប្រសាសន៍មកអ៊ំដឹងថាអ៊ំចង់និយាយរឿងក្នុងចិត្តច្រើនណាស់ប៉ុន្តែអ៊ំថ្ងៃហ្នឹងអ៊ំអាចនិយាយបានឥឡូវបើជាចំណែកនៃការគិតរបស់ពុកមួយឃុំហើយនឹងពុកមួយម៉ែមួយភូមិតើអ៊ំយល់ថាម៉េចដែរចំណែកហ្នឹងខ្ញុំសួរយោបល់អ៊ំទេឥឡូវខ្ញុំនិយាយអញ្ចឹងបើយកស្មើអញ្ចឹងឲ្យកូនខ្ញុំយកលក់ដៃហ្នឹងឲ្យបានដៃពីណាគ្នាទៅធ្វើគ្នាទៅណៅគ្នាបានយកលុយហ្នឹងទៅទិញដៃគេណាណៅឲ្យគ្នាកន្លែងហ្នឹងមករកស៊ីសំតើឲ្យគ្នាច្រើនបន្តិចគ្នាទៅរកទិញដៃធ្វើផ្ទះធ្វើចំណាយណៅแล้วអ៊ំគិតមើលដឹងអីខ្ញុំមិនដឹងអីសាច់ខ្ញុំនិយាយតែប៉ុណ្្នឹងឯងខ្ញុំមិនដឹងនិយាយអ្បាច់ដីហ្នឹងកាលនោះពុកវិឃុំគេឲ្យប្រមាណឬខាងក្រៅទេបាទជាពី9ទៅ11អី110000ថ្លៃមែនចាស់ថ្លៃឲ្យដីទៅហ្នឹងឬអានេះគាត់លឺក្រៅទេគេតែការពិតមិនដឹងគាត់លក់បានប្រមាណជាងអត់ដឹងដែរទេបើសិនជាប្រព័ន្ធនោះមែនអាប្អូននេះវាទៅទិញតាណាក៏បានទិញកដាលផ្សារក៏បានដីប៉ុណ្្នឹងវាចែកគ្នាទៅវាពេកណាស់ហើយបាទព្រោះយល់ថាអញ្ចឹងថាខ្ញុំថាបានដុំសាច់ហើយមិនចេះវេះចែកគ្នាហូបហ្នឹងណាបានឲ្យទៅគិតទៅអត់ទេណាដីទៅនឹងមើលប្រចាំងឲ្យទាញតិចមើលនៅចិត្តទឹកឈូហ៎ណែប្រយ័ត្នប៉ះពាល់មួយបរិស្ថានប៉ូឡូមើលផងនៅប៉ុណ្ណានៅប៉ុណ្ណឹងអត់មាននាំគ្នាឲ្យទៅប្រខិតប្រខោចអីទៀតទេណាធម្មជាតិស្រឡាញ់កន្លែងហ្នឹងល្អណាស់តិចទៅធ្វើអីប្រេះប្រដាស់ឥឡូវអញ្ចេះចោះឥឡូវខ្ញុំគិតថាអញ្ចេះប៉ុន្តែខ្ញុំចង់សួរថាដីហ្នឹងពេលដែលមុនគាត់បែកគ្នាជាមួយនឹងបងទី1ឬក៏អីដីហ្នឹងដែលបានមកនេះដីហ្នឹង
ដីនឹងបានមកជាមួយបងទី2ទេមិនមែនបងទី1ទេដីនឹង បានមកខ្ញុំទេដៃនឹងលោកពូ អូជាមួយបងស្រីទេដែលទិញពីអម៉ាក់មកហ្នឹងគឺបងទី2នេះទេណាចែកចៅមក ចុះបើលោកបាក់គ្នានោះអស់ហើយ ខ្ញុំ ខ្ញុំ កូនច្រើនទេលោកពូកូនដល់6នាក់ហើយខ្ញុំមើលគាត់អស់លេងពីខ្លួនជាពាក់គេច្រើនទៀតលោកពូហើយឡើយខ្ញុំអស់សមត្ថភាពមើលគាត់ ហើយបងឯងចង់បានប្រមាណដីហ្នឹង ដូចលោកពូនិយាយដូចលោកពូនិយាយអញ្ចឹងបើ50%ក៏ខ្ញុំព្រមដែរលោកពូ 50% ម្នាក់អាចទទួលយកបាន ចាខ្ញុំអស់លេងហើយអត់មានថ្នាំឲ្យគាត់លេងបកដល់គាត់ឈឺក្នុងពោះដង មើលអាដាមលោកទាវបើសិនជាយើង 50% ម្នាក់យល់ថាម៉េចដែរព្រោះដោយសារខ្ញុំអត់មាននិយាយរឿងអីទេខ្ញុំនិយាយរឿងអ៊ំគាត់ជាលោកឪពុកហើយគាត់ឈឺអញ្ចឹងគាត់យកមកតម្រូវការចាក់ស្ដាយនឹងគាត់ឈឺទេហើយបងប្អូនខាងនេះមាននឹងមមណាស់អញ្ចឹងអាចយក 50% ឲ្យលោកម្ដាយខាងនេះលោកមើលការខុសត្រូវខ្លះទៅបែងចែកខ្លះទៅតើនេះតែប៉ុណ្្នឹងទៅបានហើយប៉ុន្តែឥឡូវអញ្ចេះពុកមិនឃុំ ដើម្បីសងជាមួយនឹងការឈឺចាប់ខ្លះហើយនឹងសម្រាប់លោកឪពុកខាងនេះក៏យើងគិតម៉ែខាងនេះក៏ត្រូវគិតម៉ែទី2ខាងនេះនៅមួយលោកឪពុកហើយតែម៉ែខាងនេះនៅតែឯងទេតើនេះ បាទ ឥឡូវខ្ញុំគិតអញ្ចេះបានទេខ្ញុំគិតថាអានឹងមើលពុកមិនឃុំជួយគិតខ្ញុំហ៎លក់បានម៉ែខាងនេះក៏ត្រូវមើលជំងឺដែរ ដីហ្នឹងតោះណាឥឡូវខ្ញុំគិតថាឲ្យម៉ែខាងនេះ 10% ម៉ែខាងនេះ 10% ណា បាទម៉ែ 10% ខាងនេះ 45 ខាងនេះ 45 បាទ ខ្ញុំគិតចឹងមកពេលដែលលក់បានជូនម៉ែខាងនេះម៉ែទី1 10% កូនខាងនេះ 45% ពុកខាងនេះគឺ 45% មិនចឹង 90 100មិនចឹងហ៎ យក 10% ជូនខាង ជូនម៉ែខាងនេះ បាទ ម៉ែទី1 បាទ បាទ 10% ខាងនេះ 45 ខាងនេះ 45 ខ្ញុំគិតថាអញ្ចឹងព្រោះចាស់ហើយកុំនាំគ្នាទៀតកុំនាំគ្នាឆ្លោះគ្នាទៀត ខ្ញុំអត់ដែរឆ្លុះទេ ឥឡូវមិញអ៊ំអត់បានទេណាប៉ុន្តែឥឡូវអ៊ំមានប្រយោជន៍មានអង្គរាល់ខែហើយមានទៀតគួរតែសុបាយចិត្តទៅហើយរឿងកន្លងមកថាយើងជាពាក់កម្មពៀនឹងគ្នាទៅយើងដកហូតចេញទៅពីចិត្តណាអ៊ំណា ចា ប៉ុណ្្នឹងទៅបានទេ ចា ខ្ញុំសុំប៉ុណ្្នឹងបានទេ ចា ប៉ុណ្្នឹងអ៊ំតិចចិត្តទេ ចា តិចឃើញទេខ្ញុំ ឲ្យតែកូនខ្ញុំបាន បានម៉េចឥឡូវមើលបងទី2 50% ត្រូវហើយ ព្រម 50%ខ្ញុំព្រម ហ្នឹងហើយ 50% ពីអ្នកកូនតែខ្ញុំដក 10% 10% ហ្នឹងខ្ញុំគិតថាអញ្ចេះទៅពុកមិនឃុំ បាទ 10% ហ្នឹងថ្លៃខ្ញុំអ្នកដោះខ្ញុំយក 10% ឡើងខ្ញុំឲ្យអ្នកណារឿងរបស់ខ្ញុំពីរអ្នកហ្នឹងបានតែ90ទេចែកម្នាក់ពាក់កណ្ដាលព្រមអត់ ខ្ញុំក៏មានជំងឺដែរលោកពូ ហេបងឯងសាងកំហុសច្រើនណាស់បងឯងបើនិយាយនៅក្នុងគ្រួសារបងបានធ្វើខុសឆ្គងច្រើនណាស់អញ្ចឹងខ្ញុំមិននិយាយឲ្យគ្រួសារយើងព្រោះវានៅក្នុងពោះហើយទុកនៅក្នុងពោះហ្នឹងទៅចាំថ្ងៃណាយើងស្លាប់យកទៅដុតចោលទៅកុំឲ្យគេធំក្លិនតែប៉ុណ្្នឹងបានហើយ លោកពូខ្ញុំសុំនិយាយម៉ាត់ពីរទៀតបានទេលោកពូ បាន ខ្ញុំសុំនិយាយថាបើប៉ុណ្្នឹងក៏ខ្ញុំយកដែរប៉ុន្តែខ្ញុំសុំហាមពួកគាត់កុំឲ្យឌៀមដាមខ្ញុំកុំឲ្យជេរពីចៅខ្ញុំលិចលើស្មើក្រោមមកអំណាចរបស់ខ្ញុំលឺអញ្ចឹងទៀតខ្ញុំត្រូវប្តឹងហើយពួកអីមើងងាយខ្ញុំខ្លាំងណាស់ទាំងអស់នេះ បងមានដឹងខ្លួនឯងទេសុំទោសណាទង្វើដែលបងបានធ្វើកន្លងមកជាទង្វើខុស ខ្ញុំដឹងលោកពូប៉ុន្តែ បងត្រូវដឹងណា ប៉ុន្តែ ថាសាបអីវាត្រូវតែទទួលផលនឹងអញ្ចឹងប៉ុន្តែបងប្អូនប្រជាប្រដ្ឋរបស់យើងលោកការយល់ដឹងមានកម្រិតការខឹងតែតែមានការស្ដីបន្ទោសគ្នាវាជារឿងធម្មតាទេប៉ុន្តែទុកឲ្យខ្ញុំសុំពួកគាត់តើនេះអ៊ំឥឡូវឯកភាពគ្នាហើយតើនេះពុកមិនឃុំបងស្រីខាងនេះបងទី2ហើយនឹងអ៊ំដាអ៊ំគៀគាត់យល់ព្រម 45% ហើយអាប្អូនខាងនេះខ្ញុំឲ្យវា 45% ម៉ែទី1ខ្ញុំឲ្យគាត់ 10% លុយនឹងបានប្រមាណដឹងទេតែដឹងតែគុណឲ្យគាត់ 10% តើនេះហើយខ្ញុំសូមឲ្យបញ្ចប់រឿងកម្មពៀវរាពាក់ព័ន្ធនឹងមនោសញ្ចេតនាពាក់ព័ន្ធនឹងអីកន្លងមកខ្ញុំបញ្ចប់ប៉ុណ្ណឹងតែបើហ៊ានតែជេរទៀតទៅយកលុយមកវិញទាំងអស់អត់ទេនិយាយគ្នាហើយពួកខ្ញុំឲ្យថ្ងៃហ្នឹងដើម្បីបញ្ចប់រឿងទាំងអស់ហើយម៉ែទី1ខ្ញុំនិយាយចឹងឯកភាពទេ
ai cà phê thế pro mấy ឯភាព ai cà phê nè na chê khăng chừng kia này bong tí pi nè na chê khăng chừng kia និយាយរួមដល់ទាំងម៉ែទាំងកូនទាំងអស់លោកពូ bàn rồi bàn ហ៊ានច្បាស់ à lấy តែជ័យប្រមាត់នេះ ខ្ញុំទៅដាក់រឿងនឹងឡើងវិញមកបានហើយឥឡូវបានថ្ងៃនេះដោះនឹងគឺដោះទាំងអស់តោះនេះណាបងទី1បងទី2ស្ដាប់សិនបងទី1ព្រោះខ្ញុំនៅខាងបងទី1ច្រើនជាងណាបងណាខ្ញុំដោះថ្ងៃហ្នឹងបងមានប្រយោជន៍ទាំងអស់ខុសត្រូវអីខ្ញុំអ្នកទទួលចោះតោះនេះបាទប៉ុន្តែខ្ញុំសូមឲ្យបងស្ងប់ពួកយើងចិត្តដល់ថ្ងៃវិលទៅវិញហើយតោះនេះបងល្អកល្អឿននឹងគ្នាទៅហើយផលដែលទទួលបាននេះមិនមែនរបស់បងទេណាខ្ញុំអ្នកសម្រេចឲ្យទេតោះនេះអញ្ចឹងធ្វើកំណត់ហេតុមួយពុកមិនឃុំម៉ែមិនភូមិធ្វើកំណត់ហេតុឥឡូវលីលាអសរវាយត្រាសាលាខេត្តតោះនេះចំណែកដែលទទួលបានលើដីអាស្រ័យផលនេះបងខាងនេះបាន 45% ម៉ែទី1ខាងនេះជាមួយនឹងបងប្អូនខាងនេះណាបងប្អូនបាន 45% ម៉ែទី1គឺបាន 10% លក់បានប្រហែលបែងចែកគ្នាប៉ុណ្ណឹងអ្នកដែលទទួលទិញតលតែមានសាកសីជាមួយនឹងពុកមេភូមិម៉ែមេភូមិពុកមេឃុំបានអាចទទួលយកបានហើយអ្នកទាំង3មកផ្ដិតមេដៃលើនឹងទៀតតោះនេះជាវាយស្រុកអូនធុនណាមើលការងារហ្នឹងហើយបើសិនជាមានការព្រមព្រៀងក្នុងចំណែកណាដែលទទួលបាននៅលើទីតាំងនេះដែលគេពេញចិត្តគេចង់ទិញអាស្រ័យផលអីលើនេះមិនមានចេញច្បាប់មិនមានចេញលិខិតស្នាមផ្លូវច្បាប់ឲ្យទេគ្រាន់ទេគ្រាន់តែទទួលដឹងឮបន្តការអាស្រ័យផលនៅពេលណាដែលរដ្ឋត្រូវការប្រគល់ឲ្យដោយគ្មានលក្ខខណ្ឌតើប្រដីនេះមាត់ព្រែកបាទតើនេះឯកភាពឯងលោកយាយលោកតាពុកម៉ែខាងក្រោយឯកភាពអត់បើឯកភាពផ្ទះដៃមួយចប់រឿងទី1ទៅផ្ដិតមេដៃទទួលយក តែលោកពូដៃនឹងខ្ញុំសុំលក់ខ្ញុំយកអ្នកលក់បានទេលោកពូ ទៅចេញពីនឹងលក់ឥឡូវបើមិនចឹងហៅអ្នកលក់មកលក់ឥឡូវមកទៅហៅអ្នកលក់មកឥឡូវមកខ្ញុំធ្វើអាញាកដាលឲ្យចែកលុយឲ្យឥឡូវ បើសិនតែគេទិញខ្ញុំអ្នកលក់បានទេលោកពូ អត់ទេអ្នកទិញអ្នកអីឆ្លងកាត់ពុកមេឃុំម៉ែមេភូមិ ចា ហើយគាត់មកប្រាប់ថាណែតម្លៃប៉ុណ្ណេះហៅម៉ែទី1ឲ្យបងប្អូនមកជួបគ្នាទាំងអស់ ចា តោះនេះមកជុំគ្នាឲ្យឯកភាពគ្នាឲ្យចាំព្រមតោះនេះ ចា ហ្នឹងហើយមិនមែនបាទណា លោកពូ មិនមែនលក់កង់ដូរមិនមែនលក់ម៉ូតូដូរកង់ទេណា លោកពូបើសិនអាចភាពខ្ញុំអាចភាពថាលក់ហើយខាងនោះអត់លក់នឹងធ្វើមិនវិញលោកពូ ឲ្យតែឯកភាពច្បាស់ដូចគេដូចអ៊ុំថា អត់ទេការងារនេះខ្ញុំឲ្យពុកមេឃុំម៉ែមេភូមិធ្វើអាញាកដាលហៅមកថ្លឹងតោះនេះបាទឧបមាថាឥឡូវវាតម្លៃវាត្រឹមត្រូវហើយតោះនេះអញ្ចឹងត្រូវតែឯកភាពគ្នាត្រូវលក់តោះនេះបាទព្រោះពុកខាងនេះគាត់ឈឺហើយគាត់ត្រូវការលុយទៅព្យាបាលជំងឺឯងប្រយ័ត្នមានវបដិសារីណាប្រយ័ត្នឯងនៅសល់ដីហ្នឹងប្រយ័ត្នលោកឪពុកគាត់វិលទៅវិញលែងត្រឡប់មកវិញហើយឯងមិនព្រមលក់ដីហ្នឹងឯងសប្បាយចិត្តអត់ឯងអត់សប្បាយចិត្តទេណាបង5ណាឯងថ្ងៃណាមួយឯងនឹងនឹកឃើញរឿងហ្នឹងឯងមិនអាចយកមកវិញបានទេពាក្យថាស្ដាយគឺមិនអាចយកមកវិញបានទេចាំសម្ដីបងតោះនេះហើយចំពោះអ្នកមានគុណនឹងទៀតគាត់អ្នកផ្ដល់កំណត់ឲ្យប្អូនគ្មានអ្នកណាឯណាអ្វីតែប៉ុន្តែលោកម្ដាយទី1ទី2គាត់បានចែកផ្លូវគ្នាមែនប៉ុន្តែឯងត្រូវជាតំណក់ឈាមរបស់គាត់តើរឿងចាស់ជារឿងរបស់ចាស់មិនដឹងថារឿងអីបានជាគាត់បែកផ្លូវគ្នាយើងអត់ដឹងទេប៉ុន្តែយើងប្រសូតពីតំណក់ឈាមរបស់គាត់ត្រូវតែដឹងគុណគាត់រឿងចាស់ជារឿងរបស់លោកឆ្លោះគ្នាមិនជារឿងរបស់លោកត្រូវធ្វើតាមបងណាតោះនេះបាទអញ្ចឹងត្រូវគ្រប់ប្រណិប័តគាត់ឥឡូវផ្ដល់ឱកាសទៅតោះនេះហើយសិទ្ធសម្រាប់ថ្ងៃនេះបងអូនមិនមានសិទ្ធគ្រប់គ្រាន់ទេបងទេជាមួយនឹងអាដាមប្រធានក្រុមប្រឹក្សាសម្រាប់ថាត្រូវផ្ដល់ផលប្រយោជន៍នេះដល់បងប្អូនយើងគ្រួសារយើងណាតោះនេះអញ្ចឹងខ្ញុំសម្រាប់បញ្ចប់ណាសម្រាប់បញ្ចប់ហើយបញ្ចូលក្នុងកំណត់ហេតុហើយផ្តិតមេដៃឥឡូវដោយមានការទទួលស្គាល់ពីអភិបាលស្រុកនៅទីនេះក្នុងកំណត់ហេតុដែលខ្ញុំបានបំណែកចែកថ្ងៃនេះទី1គឺលោកឪពុកបាន 45% ប្អូនប្រុសដែលនៅលើដីនឹងយូរមកហើយ 45% ត្រូវឲ្យទៅលោកម្ដាយទី1ដែលបានចិញ្ចឹមបីបាច់ហើយរស់នៅជាមួយលោកឪពុកកន្លងមកត្រូវតែមានចំណាយគាត់ដែរគឺ 10% តោះនេះបាទអញ្ចឹងធ្វើកំណត់ហេតុនៃការបែងចែកនេះនៅពេលណាដែលដីនេះ
គិតចេញជាលុយគឺបែងចែកភាគរយតាមនឹងតោះនេះពុកមិនឃុំមិនភូមិលោកយាយលោកតាពុកម៉ែខាងក្រោយខ្ញុំសម្រាប់អញ្ចឹងឯកភាពអត់បើឯកភាពផ្ទះដៃមួយអាដាមប្រធានឯកភាពទេបាទសូមចប់សំណុំរឿងនឹងប៉ុណ្ណឹងបាទសូមអញ្ជើញ